នេះបាទជំរាបសួរតារាបាទនៅជំរាបសួរថៃហើយនឹងជំរាបសួរបងប្អូនប្រិយមិត្តទូរទស្សន៍អាស៊ីសេរីផងបាទអរគុណច្រើនតារាដែលបានបកប្រែសម្រួលភាសាអង់គ្លេសមកជាភាសាខ្មែរហើយឡើងមករាយការណ៍ផ្ទាល់នៅពេលនេះជុំលោកនាងពាក់ព័ន្ធទៅនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៅលើបុគ្គលសំខាន់ចំនួន9រូបនៃក្រុមហ៊ុន Print Group រឿងឆបោកអនឡាញហ្នឹងហើយតារាយើងឃើញហើយកាលពីថ្ងៃទី23គឺក្រសួងរដ្ឋាភិបាលសហរដ្ឋអាមេរិកបានសម្រេចដាក់ចេញនៅចំណាត់ការថ្មីបន្ថែមទៀតប្រឆាំងទៅនឹងអង្គការចាត់តាំងអ ுக ្រិតកម្មឆ្លងដែន Print Group របស់មេខ្លោងអ ுக ្រិតកម្ម Gen Z ដែលធ្លាប់មានទំនាក់ទំនងជាមួយនឹងលោកហ៊ុនសែននឹងហើយចំណាត់ការថ្មីនេះគឺជាការដាក់ទណ្ឌកម្មបកកទ្រព្យសម្បត្តិទៅលើបុគ្គលចំនួន9នាក់មានដំកំណើតជាជនជាតិចិនដោយលោក Gen Z ដែរហើយមានក្រុមហ៊ុនចំនួន6ដែលក្រសួងរដ្ឋាភិបាលអាមេរិកចោទថាមានទំនាក់ទំនងជាមួយនឹងបណ្ដាញអ ுக ្រិតកម្ម Print Group របស់លោក Gen Z នៅកម្ពុជាហ្នឹងតារាអ្វីដែលចង់ឲ្យតារាជួយរៀបរាប់ហ្នឹង9នាក់ហ្នឹងតារាអាចជួយបញ្ជាក់អ្នកស្ដាប់យើងផងបានទេថាតើជានរណាខ្លះដែលរងទណ្ឌកម្មពីក្រសួងរដ្ឋាភិបាលអាមេរិកនៅពេលនេះបាទហ្នឹងហើយអរគុណមែនទែនថៃហើយនឹងអរគុណដល់បងប្អូនប្រិយមិត្តដែលរងចាំតាមដានការផ្សាយរបស់យើងមកដល់ចុងកម្មវិធីនេះដែលយើងផ្ដោតជាពិសេសទៅលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិកចំពោះបុគ្គលចំនួន9នាក់រួមទាំងក្រុមហ៊ុនចំនួន26ទៀតដែលសុទ្ធសឹងតែមានជាប់ពាក់ព័ន្ធទៅនឹងរឿងឧក្រិដ្ឋកម្មឆ្លងដែនឬមួយក៏ហៅថាឧក្រិដ្ឋកម្មអនឡាញនោះយើងឃើញថាបុគ្គលទាំង9នាក់នេះបើមែនតែនទៅខ្ញុំអត់ដែរស្គាល់សោះហ្មងមិនដែលឃើញពួកគាត់នឹងទេលើទំព័រសារព័ត៌មានមកចិនដូចគ្នាមិនមែនមានន័យថាខ្ញុំទៅស្គាល់ពួកគាត់ឬមួយចូលដឹងពីសាវតារបស់ពួកគាត់ទេថៃយើងឃើញពួកគាត់នៅពេលដែលរឿងរបស់ពួកគាត់ចាប់ផ្ដើមផ្ទុះក៏ក្រើកទៅហើយហ្នឹងហើយបុគ្គលទាំង9នាក់ហ្នឹងបើមែនតែនទៅគេចាប់ផ្ដើមធ្វើការស៊ើបអង្កេតយូរឆ្នាំមកហើយក៏ចាប់ផ្ដើមរកឃើញអំពីភាពជាប់ពាក់ព័ន្ធរបស់ពួកគេទៅក្នុងក្រុមហ៊ុនឬមួយក៏បណ្ដាញនៃឧក្រិដ្ឋកម្មឆ្លងដែននឹងដែរជាពិសេសទេគឺថាឧក្រិដ្ឋកម្មឆ្លងដែនសំណុំរឿងនេះគេរាប់ចាត់ទុកថាជាសំណុំរឿងចង្កោមមួយនៅក្នុងករណីរបស់ក្រុមហ៊ុន Prince Group ហ្នឹងគឺត្រូវបានសហរដ្ឋអាមេរិកនេះចាត់ថ្នាក់ចូលជាគេហៅថាជាអង្គការឧក្រិដ្ឋកម្មឆ្លងដែនដែលជាភាសាអង់គ្លេសហ្នឹងយើងហៅថាជា Prince Group Transnational Criminal Organization គឺជាអង្គការចាត់តាំងមួយដែលប្រមូលផ្ដុំទៅដោយសកម្មភាពខុសច្បាប់ហើយនិងសកម្មភាពបែបឧក្រិដ្ឋហើយជាការប្រព្រឹត្តហ្នឹងគឺជាលក្ខណៈឆ្លងដែនហើយយើងភ្ញាក់ផ្អើលដែរថៃនិយាយមែនតើទៅពីម្សិលមិញហ្នឹងគឺក្រោយការផ្សាយរបស់យើងចប់តែប្រហែលជាមួយរយៈពេលខ្លីទេក៏យើងឃើញការប្រកាសអំពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិកហ្នឹងហើយបុគ្គលទាំង9នាក់ដែលលោកនាងបានឃើញនៅលើទំព័រឬមួយក៏អេក្រង់ទូរស័ព្ទរបស់លោកនាងនេះគឺសិតសឹងតែយើងមើលទៅសិតសឹងតែមានជាគេហៅថាជនជាតិឬមួយក៏ដើមកំណើតមកពីចិនហ្នឹងមុខរបស់ពួកគាត់ឈ្មោះរបស់ពួកគាត់ហ្នឹងខ្ញុំចង់ចាប់ផ្ដើមជាដំបូងចំពោះបុគ្គលមួយដែលជាបុគ្គលសំខាន់ជាងគេគឺឈ្មោះថា Hu Xiaowei នេះគឺជាបុគ្គលម្នាក់ដែលកាត់សក់ខ្លីហើយសិតធៀងបាសហ្នឹងលោកនាងឃើញនៅខាងស្ដាំដៃគេហ្នឹងហ៊ូសៀវ័យហ្នឹងគឺបើតាមសេចក្តីប្រកាសដាក់ទណ្ឌកម្មរបស់ក្រសួងរដ្ឋាភិបាលអាមេរិកហ្នឹងគឺជាមនុស្សលំដាប់ទី2នៅក្នុងបណ្ដាញ Prince Group របស់ Gen Z បើនិយាយភាសាសាមញ្ញភាសាចិនកាប់ដាវនេះគេច្រើនប្រើពាក្យថាបងធំទី2នៅក្នុងអង្គការចាត់តាំងរបស់ Gen Z ហ្នឹងហ៊ូសៀវ័យហ្នឹងមានឈ្មោះហៅក្រៅច្រើនផ្សេងទៀតណាស់ដែលយើងបានឃើញមានដូចជាឈ្មោះថា Chen Xiaohe ឈ្មោះថា Hu Xi ឈ្មោះថា Wu Anming ជាដើមនេះសិតសឹងតែជាឈ្មោះដែលត្រូវបានគេប្រើនៅក្នុងបណ្ដាញអង្គការចាត់តាំងរបស់ Prince Group ហ្នឹងហ៊ូសៀវ័យនេះគឺត្រូវបានគេចោទថាជាអ្នកដែលគ្រប់គ្រងបណ្ដាញក្រុមហ៊ុនជាច្រើននៅឯក្រៅប្រទេសហ្នឹងចង់សំដៅទៅលើនៅក្រៅដែនដីសហរដ្ឋអាមេរិកហើយនឹងនៅខាងក្រៅដែនដីដែលប្រទេសកម្ពុជាដែលពួកគេនិយាយថា Prince Group ហ្នឹងវាមានមូលដ្ឋានធំនៅកម្ពុជាហើយបន្ទាប់មកទីតាំងឬមួយក៏ក្រុមហ៊ុនរបស់ Hu Xiaowei ហ្នឹងគឺធ្វើប្រតិបត្តិការនៅក្រៅប្រទេសគេហៅថាបង្កើតបណ្ដាញបង្កើតក្រុមហ៊ុនហើយបង្កើតបទសម្ព័ន្ធរបស់ក្រុមហ៊ុនហ្នឹងនៅតាមប្រទេសនានា
នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងរដ្ឋាភិបាលអាមេរិកហ្នឹងគឺគេបានបញ្ជាក់ថា Huawei ហ្នឹងគឺជាអ្នកគ្រប់គ្រងបណ្ដាញក្រុមហ៊ុនជាច្រើននៅឯកោះគេហៅ British Virgin Island លោកអ្នកនាងដែលមិនទាន់បានស្គាល់ទេ British Virgin Island នេះគឺជាដែនដីឯនាយសមុទ្ររបស់ចក្រភពអង់គ្លេសដែលមានទីតាំងស្ថិតនៅក្នុងតំបន់សមុទ្រ Caribbean ជាភាសាអង់គ្លេសឬមួយក៏ជាភាសាបារាំងគេហៅថាជាសមុទ្រ Caraïb តែប៉ុន្តែមិនឆ្ងាយប៉ុន្មានទេពីសហរដ្ឋអាមេរិកនេះបើនិយាយទៅវានៅក្នុងក្បែរនឹងដែនដីស្វយ័តគេហៅដែនដី Puerto Rico នៅក្នុងតំបន់ក្បែរប្រទេសគុយបាប្រទេសអីហ្នឹងនៅជិតឆ្នេរសមុទ្ររដ្ឋ Florida សហរដ្ឋអាមេរិកនេះទេគ្រាន់តែថា British Virgin Island នេះវាជាដែនដីអានាយសមុទ្ររបស់ចក្រភពអង់គ្លេសហើយគឺជាកន្លែងមួយដែលជាទូទៅរបាយការណ៍នៃការស៊ើបអង្កេតរឿងពុករលួយការលាងលុយកខ្វក់អីហ្នឹងគឺមនុស្សជាច្រើនដែលមានជាប់ក្នុងឈ្មោះដែលត្រូវបានគេរកឃើញហ្នឹងគឺជាទូទៅគឺគេធ្វើប្រតិបត្តិការនៅកោះ British Virgin Island ហ្នឹងមិនដឹងថាតើនៅទីតាំងហ្នឹងគេមានការសម្រួលយ៉ាងម៉េចទៅដល់អ្នកវិនិយោគដល់អីទេបានជាសម្បូរទៅដល់ពួកអ្នកមានលុយមានអំណាចឬមួយក៏ក្រុមអ្នកដែលលាងលុយកខ្វក់ក្រុមបណ្ដាញក្រិតជនហ្នឹងចូលចិត្តទៅវិនិយោគនៅកោះ British Virgin Island ហ្នឹងហើយដូចខ្ញុំនិយាយអញ្ចឹងថាហ៊ូសៀវ័យនេះគឺជាបុគ្គលម្នាក់ដែលគ្រប់គ្រងទៅលើលំហូរសាច់ប្រាក់ហើយនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់ Prince Group នៅក្រៅប្រទេសហើយក្រុមហ៊ុនជាអាចដែលគេរកឃើញថាជាការកាន់កាប់ផ្ទាល់របស់ហ៊ូសៀវ័យនៅឯកោះ British Virgin Island ហ្នឹងមានច្រើនក្រុមហ៊ុនខ្ញុំសូមអានប្រមាណក្រុមហ៊ុនទៅដើម្បីឲ្យជាមូលដ្ឋានក្នុងការជជែកហ្នឹងមានជាអាចដូចជាក្រុមហ៊ុន Eagle Fortitude Limited ក្រុមហ៊ុន Leisure Focus Limited និង Future King Inc ជាដើមក្រុមហ៊ុនទាំងអស់នេះគឺជាក្រុមហ៊ុនដែលនៅឯមានមូលដ្ឋាននៅក្នុងកោះ British Virgin Island ហ្នឹងក៏ប៉ុន្តែគេមានក្រុមហ៊ុនបុតសម្ព័ន្ធរបស់គេជាច្រើនទៀតនៅតាមប្រទេសមួយចំនួនឧទាហរណ៍ថាដូចជាក្រុមហ៊ុន Future King ជាដើមគេមានបុតសម្ព័ន្ធរបស់គេជាច្រើនទៀតនៅឯដែនដីស្វយ័តហុងកុងមានន័យថានៅកោះហុងកុងក៏មានក្រុមហ៊ុនជាច្រើនទៀតដែលចំណុះឲ្យ Future King នេះដែរក្រុមហ៊ុនជាច្រើនទៀតដែលគេរកឃើញថាមានជាប់ពាក់ព័ន្ធឬមួយក៏ការគ្រប់គ្រងដោយផ្ទាល់របស់ Huawei នេះមានជាអាចនៅឯក្រុមហ៊ុនមួយចំនួននៅឯហុងកុងដូចជាក្រុមហ៊ុន China Reserve Securities Limited ក្រុមហ៊ុន Future Wing Financial Company Limited ជាដើមហើយក្រៅពីនឹងទេគឺមានក្រុមហ៊ុនមួយចំនួនទៀតនៅឯប្រទេសសង្ហបុរីនៅឯសង្ហបុរីនេះគេប្រទះឃើញមានដូចជាក្រុមហ៊ុន Future Oasis PTE Limited ក្រុមហ៊ុន Future Cosmos Limited ក្រុមហ៊ុន Future Cosmos One Limited ហើយនិងក្រុមហ៊ុនជាច្រើនផ្សេងទៀតខ្ញុំសូមអានតែប៉ុណ្្នឹងទេពីព្រោះថាវាមានទាំងអស់វា25ក្រុម26ក្រុមហ៊ុនយើងមិនអាចចំណាយពេលទៅ detail ក្រុមហ៊ុនទាំងអស់នោះបានទេគ្រាន់តែថាសំខាន់គេចង់សម្ដៅថាបុគ្គលម្នាក់ឈ្មោះ Huawei នេះគឺជាបុគ្គលសំខាន់ជាបងធំទី2នៅក្នុងបណ្ដាញអង្គការចាត់តាំង Prince Group របស់ Gen Z ដែលម្នាក់នេះគឺទទួលខុសត្រូវទៅលើការគ្រប់គ្រងលំហូរសាច់ប្រាក់ហើយនឹងការវិនិយោគពាក់ព័ន្ធទាំងឡាយនៅឯក្រៅប្រទេសមានន័យថានៅឯដែនដីនៃសមុទ្រជាច្រើនដែលបណ្ដាញរបស់អង្គការគេហៅថាអង្គការក្រិតកម្មឆ្លងដែន Prince Group របស់លោក Gen Z នឹងធ្វើប្រតិបត្តិការហើយបើយើងពិនិត្យមើលចំណុចមួយទៀតក្រៅពីដូចថា Huawei នេះគឺជាបុគ្គលជាបងធំលំដាប់ទី2របស់បន្ទាប់ពី Gen Z មកហើយបុគ្គលដែលជាប់នៅក្នុងទណ្ឌកម្មរបស់ក្រសួងរដ្ឋាភិបាលជាតិអាមេរិកបន្ទាប់ពី Huawei នេះគឺមានឈ្មោះ3នាក់ទៀតគឺមានដូចជាឈ្មោះ Hu Huming កុងកាអនហើយនិង Li Hui 3នាក់នេះគឺគេហៅថាជាមនុស្សចំណិតជាដៃជើងផ្ទាល់ជាបពពួកផ្ទាល់របស់Huawei នៅក្នុងការគ្រប់គ្រងក្រុមហ៊ុនឬមួយក៏បទសម្ព័ន្ធឬមួយក៏សាខាបណ្ដាញរបស់ Prince Group នៅតាមទីតាំងសំខាន់ដូចជានៅកោះ British Virgin Island នៅហុងកុងហើយនិងនៅសិង្ហបុរីជាដើមក្រៅពីមនុស្ស3នាក់ទៀតដែលខ្ញុំរៀបរាប់អំបញ្ញមិញនេះដែលពាក់ព័ន្ធផ្ទាល់ជាមួយនឹងHuawei នេះមានបុគ្គល2នាក់ទៀតដែលជាប់នៅក្នុងទណ្ឌកម្មហ្នឹងគឺមានឈ្មោះថា Brandon Luo ហើយនិង Chiu Wei Ren មនុស្ស2នាក់នេះឈ្មោះគេហៅ Brandon Luo ហើយនិង Chiu Wei Ren នេះគឺជាអ្នកវិនិយោគគឺគេហៅថាក្រុមអ្នកដាក់លុយរកស៊ីនៅក្នុងទីតាំងឬមួយក៏មជ្ឈមណ្ឌលប្រតិបត្តិការឆបោករបស់ Prince Group
មិញយើងនិយាយអំពីពួកអ្នកដែលមានគេហៅថាសិទ្ធិអំណាចនៅក្នុងការគ្រប់គ្រងឬមួយក៏មានភាពជាម្ចាស់កម្មសិទ្ធិគ្រប់គ្រងនៅក្រុមហ៊ុនហ្នឹងបណ្ដាញក្រុមហ៊ុនហ្នឹងបន្ទាប់មកទៀតគឺពីរអ្នកទៀតឈ្មោះថា Brandon Luo និង Chiu Wei-ren នេះគឺជាពួកអ្នករកស៊ីប៉ុន្តែគេរកស៊ីសហការជាមួយពួកអក្រិតជនអស់ហ្នឹងដាក់លុយបង្កើតប្រតិបត្តិការទិញសម្ភារៈឧបករណ៍អីផ្សេងឬមួយក៏សាងសង់ហេដ្ឋារចនាសម្ព័ន្ធអីផ្សេងបំរើឲ្យអាមធ្យោបាយឬមួយក៏សកម្មភាពប្រតិបត្តិការឆបោកហ្នឹងហើយបន្ទាប់ពីហ្នឹងមានបុគ្គល3អ្នកផ្សេងទៀតមានឈ្មោះថា Dian Fang Chi-chen ហើយនិង Chen Bo ប្រហែលអ្នក3អ្នកចុងក្រោយនេះគឺជាក៏ជាមនុស្សសំខាន់ជាថ្នាក់ដឹកនាំគេហៅ high level នៅក្នុងបណ្ដាញអង្គការចាត់តាំងរបស់ Prince Group ដែរថៃដូច្នេះនិយាយជាសរុបមានមនុស្ស9អ្នកនៅក្នុងបណ្ដាញអង្គការចាត់តាំងក្នុងកម្រិតកំពូលតែម្ដងរបស់ Prince Group ហើយនឹងក្រុមហ៊ុនដែលពួកគេគ្រប់គ្រងដោយផ្ទាល់ហើយនឹងគ្រប់គ្រងដោយប្រយោលប៉ុន្តែមានឥទ្ធិពលទៅលើការដឹកនាំហ្នឹងគឺចំនួន26ក្រុមហ៊ុនដូច្នេះជាសរុបមានយើងអាចសរុបដោយខ្លីថាទាំងអស់គឺ35បុគ្គលនិងអង្គភាពដែលរងនៅក្នុងទណ្ឌកម្មនេះហ្នឹងហើយនឹងជាបុគ្គលសំខាន់នឹងក្រុមហ៊ុនហ្នឹងបាទតារាតើហេតុអីបានជាសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មទៅលើអ្នកទាំង9ហ្នឹងបុគ្គលទាំង9អ្នកហ្នឹងហើយរួមជាមួយនឹងបណ្ដាញក្រុមហ៊ុនរបស់ពួកគាត់ចំនួន26ទៀតបាទហ្នឹងហើយថៃនេះគឺជាចំណុចដ៏សំខាន់ដែលយើងចង់ជជែកបែកញែកយើងឃើញថាបុគ្គលទាំងអស់ហ្នឹងគឺជាអ្នកដែលជាប់ពាក់ព័ន្ធទៅនឹងក្រុមហ៊ុន Prince ហើយដូចខ្ញុំបានជម្រាបជូនថៃនិងប្រិយមិត្តទាំងអស់គ្នាបាញ់មិញអញ្ចឹងគឺថា Prince Group នេះសម្រាប់ការវិនិយោគនៅស្រុកខ្មែរសម្រាប់ពួកអ្នកមានអំណាចមានឥទ្ធិពលក្រុមគ្រួសារតកូលហ៊ុនហ្នឹងគឺថាសិតសឹងតែជាអង្គញាចិត្តធរដែលជួយឧបត្ថម្ភកាកបាទក្រហមដែលឲ្យលុយរដ្ឋាភិបាលលោកហ៊ុនសែនហើយក្រោយមកទៀតលោកហ៊ុនម៉ាណែតហ្នឹងធ្វើសកម្មភាពនយោបាយអីចឹងទៅជិះយន្តហោះផ្ទាល់មួយលោកហ៊ុនសែនគឺជាអ្នកជំនួញអីណាស្អាតស្អំជាម្ចាស់ក្រុមហ៊ុនដែលជួយបង្កើតការងារនៅក្នុងស្រុកខ្មែរអីចឹងជាដើមហ្នឹងសម្រាប់ទស្សនវិជ្ជាពួកអ្នកមានអំណាចនៅស្រុកខ្មែរដោយឡែកសហរដ្ឋអាមេរិកមិនមែនទេ Prince Group នេះខ្ញុំបាននិយាយបាញ់មិញអញ្ចឹងគឺគេបានចាត់ថ្នាក់ថាជាអង្គការអក្រិតកម្មឆ្លងដែន Prince Group ជាភាសាអង់គ្លេសខ្ញុំចង់បញ្ជាក់ម្ដងទៀតគឺពាក្យថា Prince Group Transnational Criminal Organization ឬមួយក៏ Prince Group TCO គឺជាអង្គការឬមួយក៏ក្រុមបណ្ដាញដែលប្រព្រឹត្តនៅអក្រិតកម្មឆ្លងដែនដែលសហរដ្ឋអាមេរិកតាមកំចាត់ឲ្យខាងតែបានពីព្រោះអីពីព្រោះថាក្រុម Prince Group ហើយនឹងបណ្ដាញរបស់ពួកគេនេះគឺជាក្រុមឆបោកតាមប្រព័ន្ធអនឡាញហើយដែលបានលួចលុយបើក្នុងករណីតែសម្រាប់ប្រជាជនអាមេរិកទេសម្រាប់តែសហរដ្ឋអាមេរិកខ្លួនឯងទេគឺការឆបោកលុយដែលប្រជាពលរដ្ឋអាមេរិកបាត់បង់ណាគឺប្រហែលជាយ៉ាងហោចណាស់គេគិតថាយ៉ាងហោចណាស់$10,000 លាននៅក្នុងឆ្នាំ2024ប្រជាជនអាមេរិកជាច្រើនបានបាត់បង់លុយដោយសារតែការឆបោកហើយដែលបណ្ដាញឆបោកធំបំផុតហ្នឹងគឺជា Prince Group Transnational Criminal Organization នឹងឯងថៃដូច្នេះហើយបានជាគេចាត់វិធានការហ្នឹងត្រូវតែបង្ក្រាបឲ្យខាងតែបានចំពោះសកម្មភាពឆបោកទាំងនេះហើយនៅក្នុងសេចក្តីប្រកាសនៅក្នុងការដាក់ទណ្ឌកម្មបុគ្គលហើយនឹងក្រុមហ៊ុនសរុបទាំងអស់មាន35ហ្នឹងគឺថារដ្ឋមន្ត្រីក្រសួងរដ្ឋាភិបាលអាមេរិកឬមួយក៏គេហៅថាមួយទៀតថាក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកហ្នឹងគឺលោក Scott Bessent គាត់បានលើកឡើងថាមជ្ឈមណ្ឌលឆបោកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ហ្នឹងគឺថាបានលួចយកលុយរាប់ពាន់លានដុល្លារពីជនជាតិអាមេរិកហ្នឹងជារៀងរាល់ឆ្នាំហើយលោកថារដ្ឋាភិបាលរបស់លោក Donald Trump បច្ចុប្បន្ននេះគឺថាបដិញ្ញានៅក្នុងការបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្មទាំងឡាយណាដែលប្រតិបត្តិការនៅក្រៅប្រទេសហើយក្រសួងរដ្ឋាភិបាលអាមេរិកហ្នឹងគឺនឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់គ្រប់ឧបករណ៍អ្វីទាំងអស់ដែលខ្លួនមានរួមទាំងអំណាចទាំងឡាយណាដែលក្រសួងរដ្ឋាភិបាលជាតិអាមេរិកមានហ្នឹងគឺថាត្រូវតែប្រើប្រាស់នៅអំណាចទាំងអស់នេះដើម្បីទៅបំបែកបណ្ដាញដ៏ក្រាស់ឃ្មឹកឬមួយក៏ដែលស្រាក់គ្នាដែលបោកលុយប្រជាជនអាមេរិកហើយដែលគេចាត់ទុកថាជាករណីឧក្រិដ្ឋកម្មយ៉ាងធ្ងន់ធ្ងរនោះបាទថៃបាទក្រុមអក្រិតជនទាំង9នេះគឺមានមេកាយធំមានមូលដ្ឋាននៅស្រុកខ្មែរហើយនៅស្រុកខ្មែរលោក Gen Z នេះគឺជាទីប្រឹក្សារបស់លោកហ៊ុនសែនជាទីប្រឹក្សារបស់លោកហ៊ុនម៉ាណែតជាទីប្រឹក្សារបស់លោកសខេងលោកសសុខាក្រសួងមហាផ្ទៃគឺថាបាយទឹកជាមួយលោកហ៊ុនសែនស្និទ្ធស្នាលដើរហើរមួយលោកហ៊ុនសែនតំណាក់តំណងនឹង
ស្និទ្ធស្នាលណាស់ជាមួយនឹងលោកហ៊ុនសែនហ្នឹងហើយតំណែងនេះមិនមែនជារឿងធម្មតាទេយើងដឹងហើយថាមុននឹងខ្លាយទៅជាទីប្រឹក្សាហ្នឹងមិនដឹងគេសិក្សាពីប្រវត្តិប៉ុណ្ណាគេច្បាស់ណាស់ដូច្នេះលោកហ៊ុនសែនយកក្រឹតជនហ្នឹងធ្វើទីប្រឹក្សាហ្នឹងមិនអាចឆ្លើយមួយម៉ាត់ហើយអត់ដឹងទេហើយយើងឃើញបណ្ដាញក្រឹតជននេះគឺថាកាន់តែសាហាវកាន់តែមានជំនាញថ្មីនេះតារាយើងបានឃើញហើយក្រឹតជនចាប់ផ្ដើមកាន់តែជំនាញនៅក្នុងការឆោបបោករហូតដល់នៅពេលដែលអាជ្ញាធរនៅស្រុកខ្មែរប្រក្រាបឃើញទៅរៀបចំការបោកប្រាស់ហ្នឹងចេញពីរថយន្តទំនើបទៅវិញគឺរៀបចំមធ្យោបាយឆោបបោកចេញពីក្នុងឡានមកវិញបាទដូច្នេះគេអត់ដឹងទេអាឡ័យទៅចាប់បោកឆោបបោកលើអាគារហ្នឹងយើងប្រក្រាបទៅលើអាគារប៉ុន្តែអ ுக ្រិតជនហ្នឹងគេឈានមកជំហានទៀតគឺថាគេទៅរៀបចំឆោបបោកចេញពីរថយន្តទំនើបរបស់គេដែលយើងអត់ហ៊ានទៅឆែកទេណាបាទអញ្ចឹងគឺថាវាកាន់តែទំនើបហើយយើងឃើញក្រុមនេះជំនាញណាហើយយើងឃើញពួកក្រុមអ ுக ្រិតជនមួយចំនួនដែលអាចមានមុខមានមាត់ទៅរកស៊ីដល់ក្រៅប្រទេសនេះគឺដោយសារលោកហ៊ុនសែនហ្នឹងគាត់ផ្ដល់សញ្ជាតិខ្មែរឲ្យនៅពេលដែលជួនកាលអ ுக ្រិតជនខ្លះគឺជាអ្នកទោសឯដែលដែលអាជ្ញាធរឬក៏រដ្ឋាភិបាលចិនហ្នឹងតាមចាប់ខ្លួនប៉ុន្តែនៅពេលដែលអ ுக ្រិតជននឹងមកដល់ស្រុកខ្មែរលោកហ៊ុនសែនបែរជាលុបលាងជួយលាងគេឈ្មោះឲ្យទៅជាមនុស្សស្អាតស្អំជាអ្នកជំនួញស្អាតស្អំជាជនជាតិខ្មែរលាងប្រវត្តិឲ្យស្អាតធ្វើប្រវត្តិរូបថ្មីឲ្យហើយបន្ទាប់មកពួកនឹងបោកលុយគេបានហើយពួកនឹងចាប់ផ្ដើមតាំងខ្លួនថាជាអ្នកជំនួញខ្មែរនឹងទៅរស់ស៊ីនៅអាមេរិកទៅរស់ស៊ីនៅចក្រភពអង់គ្លេសហើយបានយើងឃើញថាមិនបានជាលុយបណ្ដាញក្រុមហ៊ុនទាំងអស់ហ្នឹងវារីករាលដាលពេញពិភពលោកពីព្រោះថាវាអញ្ចឹងវាមានការជួយគ្រប់គ្រងពីក្រមរដ្ឋាភិបាលរបស់លោកហ៊ុនសែនដែលផ្ដល់សញ្ជាតិផ្ដល់គេឈ្មោះថ្មីមធ្យោបាយថ្មីប៉ាសពតថ្មីអីហ្នឹងហើយឲ្យពួកនឹងដើរជុំវិញពិភពលោកក្នុងនាមជាអ្នកជំនួញខ្មែរជាអ្នកជំនួញអីហ្នឹងទៅនេះជាអ្វីដែលយើងបានឃើញកន្លងមកណាហើយលោកហ៊ុនសែនគាត់មកនិយាយថាគាត់អត់ដឹងគាត់មិននឹកស្មានថាវាមានរឿងនឹងកើតឡើងហើយគាត់ថាអីបើអាមេរិកចាញ់អីពលរដ្ឋអីអ្នកឯងចាញ់បោកគេគាត់មិនស្ដាប់ទេប៉ុន្តែគាត់និយាយនឹងនិយាយដល់អាមេរិកហ្នឹងបាទគាត់និយាយថាចាញ់បោកគេដូចតារាមផាញ់ថាគាត់ថាពលរដ្ឋអាមេរិកចាញ់បោករាប់លានដុល្លារក្នុងមួយឆ្នាំរាប់ពាន់លានហើយលោកហ៊ុនសែនហើយមិនក៏មិនបដៅពលរដ្ឋអ្នកឯងកុំឲ្យលេងល្បែងកុំឲ្យដាក់លុយអីប៉ុន្តែយើងឃើញហើយគាត់ទៅបន្ទោសជនរងគ្រោះទៅវិញណាគាត់អត់មកប្រក្រាបឲ្យអាមេរិកគេកំពុងធ្វើការងាររឿងនេះហើយរឿងនេះមិនមែនលេងសើចឲ្យអាមេរិកគេធ្វើមែនតើនឹងតារាសំណួររបស់ខ្ញុំបន្តទៀតតារាមានអីចង់បន្ថែមបាទនឹងឯថៃអ្វីដែលខ្ញុំចង់និយាយមិញហ្នឹងគឺមួយម៉ាត់ទេថងថៃនិយាយថាតាក់ទងរឿងលោកហ៊ុនសែនអីរបបដឹកនាំរបស់គាត់ថាអត់ដឹងណានៅពេលដែលពួកនឹងប្រតិបត្តិការហ្នឹងបើយើងនិយាយថាគាត់មិនដឹងជួនកាលមានអាចមានចំណុចខ្លះគាត់ប្រហែលគាត់អត់ដឹងមែនចំណុចដែលគាត់ដឹងច្បាស់ 100% គឺរឿងប្រវត្តិបុគ្គលអស់ហ្នឹងខ្ញុំជឿថាគាត់ប្រកាសជាដឹងពីសាវតារបស់ពួកអ្នករស់ស៊ីចិនអស់ហ្នឹងដែលគាត់មកចាប់ផ្ដើមធ្វើការងារស្រុកខ្មែរអីចឹងណាអាហ្នឹងប្រកាសជា 100%អាចដឹងមែនប៉ុន្តែនៅពេលដែលពួកនឹងចាប់ផ្ដើមគេហៅថាបង្កើតក្រុមហ៊ុនហើយចាប់ផ្ដើមបំបែកមេឃសាខាធ្វើប្រតិបត្តិការហ្នឹងប្រហែលជាចំណុចខ្លះអាចមិនដឹងដែរដោយសារហេតុអីបានយើងគិតថាអាចមិនដឹងដែរពីព្រោះអីបើយើងយោងទៅលើរបាយការណ៍ដែលចេញផ្សាយដោយក្រសួងរដ្ឋាភិបាលអាមេរិកហ្នឹងពួកហ្នឹងគឺគេមានរបៀបនៅក្នុងការលាងលុយមានរបៀបនៅក្នុងការធ្វើប្រតិបត្តិការរបស់គេនឹងដូចខ្ញុំនិយាយមិញអញ្ចឹងគេបង្កើតក្រុមហ៊ុនមេមួយនៅស្រុកខ្មែរមែនប៉ុន្តែក្រុមហ៊ុនដែលប្រតិបត្តិការដើម្បីធ្វើសកម្មភាពលាងលុយគឺនៅឯ British Virgin Island បន្ទាប់មកនៅ British Virgin Island ហ្នឹងគេបំបែកក្រុមហ៊ុនសាខាទៀតដើម្បីឲ្យមានក្រុមហ៊ុននៅហុងកុងបន្ទាប់មកទៀតគេបំបែកសាខាផ្សេងទៀតនៅក្រុមហ៊ុននៅឯសង្ហបុរីនៅអីចឹងណាមានន័យថាសហរដ្ឋអាមេរិកនឹងប្រើពេលរាប់ឆ្នាំស៊ើបអង្កេតរាប់ឆ្នាំឲ្យសហការជាមួយនឹងប៉ូលីសសង្គ្រប់ផ្នែកគ្រប់វិស័យគ្រប់ប្រទេសដើម្បីបើកកកាយរឿងនឹងអញ្ចឹងហើយបានថាចំណុចខ្លះអាចមិនដឹងដែរពីព្រោះអីគាត់មិនសូវខ្វល់អីអារឿងជាតិរឿងអ្នកណាទុច្ចរិតមិនទុច្ចរិតអីទេគាត់ខ្វល់តែពីរឿងអំណាចរបស់គាត់សពងក្បាលខ្មែរគ្នាឯងឲ្យតែទុនលងទៅអាងគាត់គ្រប់គ្រងប្រទេសដឹកនាំអំណាចតវងតកូលគាត់ណាហើយអារឿងអាយុជីវិតសេដ្ឋកិច្ចជាតិប្រជាជនឯងគាត់មិនខ្វល់អីប្រមាណទេដូច្នេះហើយនៅពេលដែលបញ្ហារបស់គាត់គឺគាត់បើកផ្លូវឲ្យពួកជនដែលមានប្រវត្តិមិនល្អមកចាប់ផ្ដើមធ្វើការរស់ស៊ីនៅស្រុកខ្មែរដល់ពេលដែលរស់ស៊ីហើយពួកគេចាប់ផ្ដើមធ្វើប្រតិបត្តិការហ្នឹងគឺថាគាត់លែងខ្វល់ហើយពីពួកហ្នឹងខ្លាចជាអុកញ៉ាចិត្តធរខ្លាចជាក្រុមអ្នករស់ស៊ីសុចរិតដូចថៃនិយាយចឹងរបបដឹកនាំហ្នឹងក៏លៀងខ្លួនពួកហ្នឹងរួចហើយខ្មែរយើងឲ្យសញ្ជាតិពួកហ្នឹងហើយក៏ពួកហ្នឹងគេចាប់ផ្ដើមទៅរស់ស៊ីបើកមុខជាចំហតែម្ដងអាហ្នឹងគឺអ្វីដែលខ្ញុំចង់បន្ថែមថងហ្នឹងបាទថៃបាទហ្នឹងហើយតារាសំណួររបស់ខ្ញុំបន្តទៅនេះក្រៅពីការដាក់ទណ្ឌកម្មនេះក្រៅពីសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មប្រកបទ្រព្យសម្បត្តិទៅលើបុគ្គលទាំង9
អ្នកហើយនឹងក្រុមហ៊ុនចំនួន26ដែលភ្ជាប់ជាមួយនឹងក្រុមហ៊ុន Print Group នេះតើក្រសួងរដ្ឋាភិបាលអាមេរិកមានចំណាត់ការអ្វីទៀតទេក្នុងសេចក្តីប្រកាសការពីថ្ងៃទី23ខែមិថុនាម្សិលមិញនេះបាទ បាទថៃមានក្រៅពីការប្រកាសដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិបុគ្គលទាំងប្រមាណអ្នក9អ្នកហ្នឹងហើយនឹងក្រុមហ៊ុនបណ្ដាញរបស់ពួកគេចំនួន26ក្រុមហ៊ុនទៀតហ្នឹងគឺក៏គេមានកែសម្រួលនៅបទបញ្ញត្តិខ្លះតាក់ទងទៅនឹងចំណាត់ការដែលគេធ្លាប់ធ្វើកន្លងមកគឺទៅលើក្រុមហ៊ុន Hui One Pay ក្រុមហ៊ុន Hui One Pay នេះលោកនាងបានដឹងហើយថាមានលោកហ៊ុនតូដែលជាក្មួយប្រុសរបស់លោកហ៊ុនសែននេះជាម្ចាស់ភាគហ៊ុនចំនួន 30% ហើយដែលត្រូវបានសហរដ្ឋអាមេរិកនឹងត្រួតពិនិត្យយ៉ាងខ្លាំងទៅលើទូនាទីរបស់ពួកគេនៅក្នុងការសម្រួលនៅលំហូរហិរញ្ញវត្ថុរបស់បណ្ដាញឆបោកអនឡាញហើយនឹងការលាងលុយកខ្វក់អាមេរិកក្រសួងរដ្ឋាភិបាលអាមេរិកនេះគឺបានគេហៅថាបានសម្រួលកែសម្រួលបទបញ្ញត្តិចុងក្រោយមួយដែលគេបានដាក់ចេញកាលពីខែតុលាឆ្នាំ2025ហ្នឹងការកែសម្រួលនៅបទបញ្ញត្តិឬមួយក៏ខ្លឹមសារដែលគេបានចេញកាលពីលើកមុនហ្នឹងគឺមិនមែនជាការដកចេញឬមួយក៏បទូបថយទេគឺគេកែសម្រួលដើម្បីដាក់បញ្ចូលនៅគេហៅក្រុមហ៊ុនមួយទៀតដែលជាមួយនឹងដែលស្ថិតនៅក្នុងបណ្ដាញជាមួយ Hui One Pay ហ្នឹងគឺជាក្រុមហ៊ុនទូទាត់សាច់ប្រាក់ឈ្មោះថា HP Service PLC ហើយប្រហែលជាដឹងហើយបងប្អូនដែលនៅស្រុកខ្មែរដែលគាត់ប្រើគេហៅថាប្រតិបត្តិការរបស់ធនាគារ Hui One អីហ្នឹងគឺវាមានផ្នែកមួយគឺ Hui One Pay ក្នុងការទូទាត់សាច់ប្រាក់ផ្ញើលុយផ្ញើកាក់អីហ្នឹងគឺកន្លែងនេះគេកែសម្រួលដើម្បីដាក់បញ្ចូល Hui One Pay Service ហ្នឹងនៅក្នុងការដាក់ទណ្ឌកម្មនឹងថែមទៀតហើយមិនត្រឹមតែ HP Service PLC ហ្នឹងទេក្រសួងរដ្ឋាភិបាលអាមេរិកគឺចងពាក្យមួយទៀតនៅក្នុងនឹងតែម្ដងគេចងថាក្រុមហ៊ុនណាក៏ដោយដែលមកជំនួសក្រុមហ៊ុន Hui One នៅសម្បត្តិគឺក្រុមហ៊ុន HP Service PLC ហ្នឹងទៅថ្ងៃមុខហ្នឹងក៏នឹងស្ថិតនៅក្នុងវិធានការរឹតបន្តឹងជាមួយ Hui One Group នេះដែរមានន័យថាគេដឹងថា Hui One Pay ហ្នឹងជាផ្នែកមួយនៃ Hui One Group ហ្នឹងដែលប្រតិបត្តិការលើថាធ្វើប្រតិបត្តិការដែលមិនត្រឹមត្រូវហ្នឹងអញ្ចឹងក្រុមហ៊ុនហ្នឹងទោះបីជាដកចេញហើយដាក់ក្រុមហ៊ុនណាមកជំនួសឲ្យក្រុមហ៊ុនហ្នឹងក៏ដោយទៀតក៏គេនឹងដាក់នៅក្នុងបញ្ជីដែលត្រូវរឹតបន្តឹងជាមួយនឹង Hui One Group ហ្នឹងដែរអានេះគឺជាអ្វីដែលគេបញ្ចូលចំពោះករណី Hui One Pay Hui One Group ហ្នឹងឯងបាទអានឹងដោយករណីសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មទៅលើលោកកុកអានលោករីយងផាត់ឲ្យដែរគឺថាដាក់ទណ្ឌកម្មឲ្យអ្នកណាទៅរកស៊ីជាមួយក៏អត់បានដែរគឺដាក់ជាប់ទាំងអស់គឺថាដាក់ល្មិចឲ្យចងឲ្យជាប់ហ្មងអត់ឲ្យអ្នកឯងរើរួយអ្នកឯងដាក់អានេះអាចធ្វើអានោះអីបាទបានគឺថាជាប់ហ្មងទណ្ឌកម្មហ្នឹងមួយទៀតតារាតើហើយបានជាសហរដ្ឋអាមេរិកកែសម្រួលបញ្ញត្តិចុងក្រោយស្ដីពីក្រុមហ៊ុន Hui One Pay Group ហើយឬមួយក្រុមហ៊ុននេះមានបណ្ដាញរបស់ Print Group ដែរបាទនឹងថានេះជាសំណួរល្អជាចំណុចសំខាន់ដែលខ្ញុំចង់បកស្រាយដែរបើយោងទៅតាមការប្រកាសរបស់ក្រសួងរដ្ឋាភិបាលអាមេរិកហ្នឹងគឺគេបញ្ជាក់អញ្ចេះថា Hui One Pay ហ្នឹងគឺជាសំទោសមិន Hui One Pay គឺក្រុមហ៊ុន Hui One យើងនិយាយថា Hui One Pay ហ្នឹងវាជាផ្នែកជាក្រុមហ៊ុនបត់សម្ព័ន្ធវាជាផ្នែកនៃប្រតិបត្តិការរបស់ក្រុមហ៊ុន Hui One Group យើងនិយាយ Hui One Group ទៅវាទលំទលាជាងវាធំជាងហ្នឹងហើយថាក្រុមហ៊ុន Hui One Group ហ្នឹងគឺយើងដឹងទាំងអស់គ្នាថាមានលោកហ៊ុនតូក្មួយប្រុសរបស់លោកហ៊ុនសែនហ្នឹងជាម្ចាស់ភាគហ៊ុនហ្នឹង30% ហើយថ្មីនេះយើងឃើញគាត់ប្រកាសថាគាត់មិនពាក់ព័ន្ធអីទេគាត់មិនបានផលប្រយោជន៍អីពីក្រុមហ៊ុនហ្នឹងទេគាត់មិនមានសិទ្ធិចាត់ចែងគ្រប់គ្រងលើអាហ្នឹងទេនឹងបន្ទាប់ពីប្រជាពលរដ្ឋចុះផ្លូវអីតវ៉ាអញ្ចឹងណាបានគាត់ចេញមកអញ្ចឹងទៅឲ្យដៃជើងរបស់គាត់អីបាទហ៊ុន 30% ហើយអត់ដឹងរឿងអីទាំងអស់ចូលតែមករួចខ្លួនយកទៅផលចំណេញជួនកាលចាំស៊ីឡាក់ថៃលុយហូរចូលមកតាមហ្នឹងមកយើង 30% ច្រើនដែរណាថៃលាងលុយរាប់លានដុល្លាររាប់ពាន់លានអីមិនធម្មតាទេថៃហ្នឹងហើយក្រុមហ៊ុន Hui One Group ហ្នឹងគឺបានទទួលរងនឹងការត្រួតពិនិត្យយ៉ាងខ្លាំងចំពោះទូនាទីរបស់ពួកគេនៅក្នុងការសម្រួលលំហូរហិរញ្ញវត្ថុរបស់បណ្ដាញឆបោកអនឡាញហ្នឹងហើយនឹងការលាងលុយកខ្វក់ចំណុចសំខាន់ហ្នឹងគឺចេះក្រសួងរដ្ឋាភិបាលជាតិអាមេរិកឬមួយក៏ក្រសួងហិរញ្ញវត្ថុអាមេរិកហ្នឹងគេបានរកឃើញថាក្រុមហ៊ុន Hui One Group ហ្នឹងហើយគឺជាចំណុចស្នូលមួយសម្រាប់ការលាងលុយកខ្វក់ឬមួយក៏ការសម្អាតប្រាក់ដែលបានមកពីការលួចតាមប្រព័ន្ធអ៊ីនធឺណិតហើយនឹងការឆបោកវិនិយោគទៅលើរូបិយប័ណ្ណ Digital សំខាន់ជាងនេះទៅទៀតគឺក្រសួងរដ្ឋាភិបាលជាតិអាមេរិកបានរកឃើញថា Prince Group នេះគឺត្រូវបានប្រើប្រាស់សំទោសក្រុមហ៊ុន Hui One Group នឹងឯងគឺត្រូវបានប្រើប្រាស់ដោយ Prince Group មានន័យថារបស់ Gen Z ហ្នឹងបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនរបស់ Gen Z ហ្នឹង
ដើម្បីផ្ទេរហើយនឹងប្រមូលផ្ដុំទ្រព្យសម្បត្តិដែលបានមកពីសកម្មភាពឆបោកកន្លែងហ្នឹងគឺមានន័យជាសាមញ្ញទេថាហ៊ុយវ៉ាន់ group ហ្នឹងឬមួយក៏ធនាគារហ៊ុយវ៉ាន់អីហ្នឹងដែលប្រតិបត្តិការហ្នឹងគឺជាកន្លែងមួយដែល Prince Group អាបណ្ដាញឆបោកកម្រិតពិភពលោករបស់ Gen Z ហ្នឹងប្រើដើម្បីគេផ្ទេរលុយចុះឡើងទៅហើយបន្ទាប់មកគឺប្រមូលផ្ដុំទ្រព្យសម្បត្តិដែលបានមកពីការឆបោកទាំងអស់ហ្នឹងឲ្យคล้ายទៅជាលុយស្របច្បាប់ឬមួយក៏លុយសវិញហ្នឹងមានការលាងសម្អាតលុយគឺមួយក៏លាងលុយកខ្វក់ដែលពួកគេរកបានពីរបរទុច្ចរិតរបរឆបោកអនឡាញហ្នឹងឲ្យคล้ายទៅជាលុយស្របច្បាប់ឲ្យคล้ายទៅជារបស់ដែលអាចយកមកចាយបានដោយមិនមានការដូចថា question ការសាកសួរពីប្រភពហើយចំណុចនេះក៏ខ្ញុំចង់បញ្ជាក់បន្តិចដែរថាខ្ញុំនឹកឃើញដល់សម្ដីរបស់លោកអ៊ូសាមឌីដែលគាត់ជាប្រធានស្ថាប័នប្រជាធិបតេយ្យអីរបស់ខាងរដ្ឋាភិបាលគ្រា23ដុល្លារហ្នឹងហើយក្រៅពីនេះទេគាត់ទទួលខុសត្រូវទៅលើរឿងក្រិតកម្មអនឡាញហ្នឹងគាត់និយាយថាប្រទេសកម្ពុជាទាំងមូលប្រជាជនខ្មែរយើងគ្រប់គ្នាហ្នឹងយើងអត់ទាន់បានដឹងខ្លួនថាយើងកំពុងតែចូលរួមជាផ្នែកមួយនៅក្នុងការជួយលាងលុយកខ្វក់ឲ្យក្រុមអ ுக ្រិតជនណាគឺបែបនឹងឯងអ្វីដែលយើងឃើញនេះគឺបែបនឹងឯងមានន័យថាក្រុមហ៊ុនមួយចំនួនក្រុមហ៊ុនហិរញ្ញវត្ថុដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិកម្ពុជាឲ្យធ្វើប្រតិបត្តិការគឺគ្រាន់តែជាសម្បកហ្នឹងមើលថាជាក្រុមហ៊ុនស្របច្បាប់ចុះបញ្ជីត្រឹមត្រូវយកបុគ្គលិកយកអីជាខ្មែរឲ្យទៅធ្វើការក្នុងហ្នឹងហើយទទួលប្រាក់បញ្ញើឬមួយក៏ផ្ដល់ប្រាក់កម្ចីឲ្យប្រជាជនក្នុងរូបភាពតែសម្បកខាងក្រៅទេប៉ុន្តែថាពិតពីក្រោយខ្នងទេគឺកន្លែងហ្នឹងគឺជាកន្លែងលាងលុយកខ្វក់បែបហ្នឹងឯងពីព្រោះលុយដែលបានមកពីអំពើទុច្ចរិតរាប់ពាន់លានដុល្លារយើងសាកសម័យមើលគ្រាន់តែប្រជាជនអាមេរិកបាត់បង់លុយក្នុងឆ្នាំ2024អស់យ៉ាងហោចណាស់ 10,000 លានហើយចុះពីពិភពលោកប្រជាជននៅប្រទេសដទៃទៀតដែលចាញ់បោកការឆបោកអនឡាញទាំងអស់ហ្នឹងបូករួមទាំងលុយដែលមនុស្សមួយចំនួនត្រូវបានគេឃោសនាឲ្យមកធ្វើការនៅស្រុកខ្មែរបន្ទាប់មកទៀតគេហៅគេឃុំឃាំងគេបង្ខាំងដើម្បីជំរិតទារប្រាក់ករណីជំរិតទារប្រាក់ករណីជួញដូរមនុស្សអីផ្ទេរដឹកពីកន្លែងមួយទៅកន្លែងមួយអីសពបែបយ៉ាងហ្នឹងមិនដឹងថាលុយពួកក្រិតជនទាំងអស់ហ្នឹងវាមានក្នុងកម្រិតប្រមាណពាន់លានដុល្លារទេដូច្នេះហើយគឺត្រូវការលាងលុយទាំងអស់ហ្នឹងដើម្បីឲ្យយកលុយទាំងអស់ហ្នឹងអាចយកមកចាយបានហើយដូច្នេះហើយនៅពេលដែលនេះរដ្ឋាភិបាលក្រុមគូសាត្រកុលហ៊ុនរបបដឹកនាំរបស់លោកហ៊ុនសែនហ្នឹងគាត់ខ្វាកតែរឿងលុយគាត់ចង់បានតែលើលុយហ្នឹងឃើញលុយហ្នឹងវាលើគោកពេកស្រក់ទឹកមាត់ចឹងទៅគាត់បើកប្រទេសហ្នឹងឲ្យពួកអក្រិតជនហ្នឹងយកប្រទេសកម្ពុជាហ្នឹងជាកន្លែងប្រព្រឹត្តនៅអំពើចោរកម្មហ្នឹងតែម្ដងទៅប្រទេសជាតិមួយទាំងមូលខ្លាចជាកន្លែងមួយដែលគេប្រសិទ្ធនាមថាជា scam state architecture អញ្ចឹងទៅជារដ្ឋស្ថាបនានៅអំពើឆបោកអនឡាញហ្នឹងវាជារឿងមួយដែលធំធេងណាហើយវាជារឿងមួយដែលឈឺចាប់សម្រាប់ប្រជាជាតិខ្មែរយើងជាប្រជាជាតិមួយដែលមានកេរ្តិ៍ឈ្មោះកិត្តិយសនិងសេចក្តីថ្លៃថ្នូរហ្នឹងមិនគួរខ្លាចជាកន្លែងមួយដែលត្រូវបានពួកចោរប្រើដើម្បីលាងលុយកខ្វក់ឬមួយក៏ទៅឆបោកពិភពលោកបែបហ្នឹងទេអានេះគឺជាកំហុសនៃការដឹកនាំដ៏ធំហើយនឹងជាប្រវត្តិសាស្ត្រសម្រាប់របបដឹកនាំលោកហ៊ុនសែននឹងហើយអត់អាចប្រកែកបានទេថៃហ្នឹងហើយតារារឿងបញ្ហាអ ுக ្រិតកម្មឆបោកអនឡាញនេះឯងក៏ជាដើមហេតុដែលធ្វើឲ្យថៃនឹងវាយឈ្លានពានដណ្ដើមទឹកដីខ្មែរជាច្រើនទីតាំងដែរនេះគឺជាដើមហេតុដែលបញ្ហា scam អនឡាញនេះវាមិនមែនជារឿងធម្មតាទេគឺថាបង្កការខូចខាតហើយយើងទឹកដីខ្មែររបស់យើងដែលដូនតាខំកសាងខំថែរក្សាការពារហ្នឹងគឺថាមកបាត់បង់ទ្រាំចំនួនលោកហ៊ុនសែនលោកហ៊ុនម៉ាណែតនេះហើយប្រាសាទបុរាណរបស់ខ្មែរអីហ្នឹងក៏ត្រូវបានយោធាថៃកាន់កាប់ហើយបាទដីខ្មែរហ្នឹងគេកំពុងវាស់ចែកទៅឲ្យពលរដ្ឋរបស់ថៃហើយយើងបានស្ដាប់សេចក្តីរាយការណ៍មុននេះបន្តិចណាបាទនេះគឺផ្ដើមចេញពីរឿងអ ுக ្រិតកម្មឆបោកអនឡាញហើយគេយកដីយើងហើយគេចោទថាយើងនឹងជាទឹកដីឆបោកអនឡាញខូចគេឈ្មោះថែមទៅទៀតនឹងឯតារាយើងឃើញតារារៀបរាប់មិញថាលោកហ៊ុនសែនឃ្លានលុយត្រេកតាអានឹងលុយណាភ្លេចខ្លួនភ្លេចគិតអំពើទុច្ចរិតអំពើអាក្រក់ពីព្រោះថាលោកហ៊ុនសែនជាមេដឹកនាំផ្ដាច់ការយើងដឹងហើយចាប់តាំងពីរំលាយគណៈបកប្រឆាំងរំលាយប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមកគឺថាលោកហ៊ុនសែនចាប់ផ្ដើមជិះសេះលេងដៃហើយមិនខ្វាយខ្វល់ពីការរកស៊ីជាមួយនឹងប្រទេសឬក៏អ្នកវិនិយោគល្អៗទេប្រទេសល្អៗទេគឺថាចាប់ផ្ដើមបើកទ្រូងពេលដែលប្រទេសកំពុងក្រកំពុងលំបាកលោកហ៊ុនសែនបែរជារំភើបនៅពេលដែលពួកអ ுக ្រិតជននឹងចូលមកប្រទេសកម្ពុជាទៅចាប់ផ្ដើមមកឆបោកលុយហើយចាប់ផ្ដើមជួយផ្ដល់លុយហើយជួយកសាងអគារធំយើងឃើញអាកាស៊ីណូអីនឹងអាគារនៅក្រុងព្រះសីហនុនឹងគឺថាដូចហុងកុងដូចអីស្អាតណាម្នាក់នឹងរំភើបទៅនឹងអាលុយ
ដែលបានពីការបោកប្រាស់គេញើសឈាមរបស់គេណាពលរដ្ឋជុំវិញពិភពលោកដែលយកមកហ្នឹងគឺយកមកសាងសង់អគារខ្ពស់អគារប៉និតអីយ៉ាងទៅគឺថាលោកហ៊ុនសែនរំភើបណាស់ហ្នឹងលោកហ៊ុនសែនអញ័រនឹងអាហ្នឹងហើយយើងមិនដឹងថាតើអង្កាលស៊ីហ្គេមនោះដែលរៀបចំមកលោកហ៊ុនសែនរហូតដល់ចំណាយលុយរៀបចំអីហ្នឹងហើយរហូតដល់មិនទទួលមិនផ្ដល់លុយឲ្យកីឡាករបរទេសហ្នឹងមិនយកលុយណាផ្ដល់សេវា free ទាំងការស្នាក់នៅទាំងម្ហូបអាហារដល់កីឡាបរទេសមកប្រកួត SEA Games ហ្នឹងមានការប្រចាំងស្លាយប្រចាំងអីរៀបចំភ្លើងពណ៌រៀបចំអីហ្នឹងគឺថាកក្រឹកកក្រែងកាលនោះលោកហ៊ុនសែនហាក់ដូចជារំភើបហើយសិតមិនដឹងថាលុយហ្នឹងជាលុយដែលពួកអក្រិតជននឹងជួយអីយ៉ាងណាទេពីការឆោបោកនឹងយកមកជួយទៅលោកហ៊ុនសែនទៅហើយយើងឃើញជិះយន្តហោះឯកជនទៅប្រជុំនៅក្រៅប្រទេសទៅប្រើនាឡិកាតម្លៃរាប់លានដុល្លារអីអញ្ចឹងទៅគឺថាគាត់គិតថាហើយជាអត់មានអ្នកណាដឹងលុយដែលបានហ្នឹងទីបំផុតលុយចោលវាមានតែបានសុកអីទីបំផុតឲ្យខូចខាតគេឈ្មោះខូចអីពេញណាពេញណីអញ្ចឹងទៅហ្នឹងហើយតារារឿងនេះដែលយើងឃើញហើយរឿងមួយទៀតដែលយើងថ្ងៃនេះគឺសហរដ្ឋអាមេរិកក៏បានចេញសេចក្តីប្រកាសមួយដែរគឺខាងក្រសួងយុទ្ធភ័ពអាមេរិកនឹងក៏មានការចេញសេចក្តីប្រកាសព័ត៌មានដោយឡែកមួយដែរតាក់ទងទៅនឹងក្រុមហ៊ុន Huiwon Group នេះដែលជាក្រុមហ៊ុនជាលោកហ៊ុនតូជាមួយលោកហ៊ុនសែននឹងជាសហប្រធានណាបាទជាមួយនឹងអ ுக ្រិតជនជាតិចិនដែរហើយប្រធានក្រុមហ៊ុន Huiwon Group នេះត្រូវបានចាប់ខ្លួនហើយគឺលោកលីសុងត្រូវបានចាប់បញ្ជូនទៅប្រទេសចិនហើយជាសហប្រធានជាមួយនឹងលោកហ៊ុនតូហ្នឹងហើយឥឡូវហ្នឹងមានតែលោកហ៊ុនតូទេដែលមានសេរីភាពនឹងក្មួយលោកហ៊ុនសែនទេដែលអត់មានណាប៉ះពាល់ណាបាទចំណែកប្រធានក្រុមហ៊ុន Huiwon Group ហ្នឹងត្រូវបានគេចាប់ទៅបាត់ហើយទៅចិនបាត់ហើយដូច្នេះឃើញខាងសហរដ្ឋអាមេរិកបានក្រសួងយុតិធធម៌អាមេរិកហ្នឹងកាលពីថ្ងៃទី23ខែមិថុនាដែរបានប្រកាសពីការរឹបអូសគណនីម៉ាស៊ីនកុំព្យូទ័រដែលតាមបណ្ដាញអ៊ីនធឺណិតមួយមានថាតាមបណ្ដាញអ៊ីនធឺណិតគេរឹបអូសម៉ាស៊ីនកុំព្យូទ័រតាមបណ្ដាញអ៊ីនធឺណិតឬ cloud computing មួយដែលគេចោទថាត្រូវបានប្រើប្រាស់សម្រាប់គ្រប់គ្រងប្រតិបត្តិការលាងលុយនិងផ្ទេរប្រាក់ពីការឆោបបោកតាមអ៊ីនធឺណិតនិងឧក្រិដ្ឋកម្ម crypto ឆ្លងដែនក្រសួងយុទ្ធភ័ពអាមេរិកនឹងបានឲ្យដឹងថាគណនីនេះត្រូវបានគេប្រើប្រាស់សម្រាប់ដំណើរការផ្នែកមួយនៃក្រុមហ៊ុន Huiwon ហើយឈ្មោះ Huiwon Guarantee ដែលត្រូវបានចោទថាជាទីផ្សារអនឡាញសម្រាប់អ ுக ្រិតជនដោយផ្ដល់សេវាលាងលុយនិងសម្រួលការផ្ទេរប្រាក់ពីមជ្ឈមណ្ឌលឆោបបោកនៅអាស៊ីអាគ្នេយ៍ហើយក្រុមហ៊ុន Huiwon បានរងការចាប់អារម្មណ៍ជាយូរមកហើយដោយសារមានទំនាក់ទំនងជាមួយនឹងអិសរាជជនមានអំណាចនៅកម្ពុជាមានលោកហ៊ុនតូជាក្មួយប្រុសរបស់លោកហ៊ុនសែនគឺជាម្ចាស់ភាគហ៊ុន 30% នៅក្នុងក្រុមហ៊ុន Huiwon Pay នេះហើយសកម្មភាពចុងក្រោយនេះគឺធ្វើឡើងបន្ទាប់ពីក្រសួងរដ្ឋាភិបាលសហរដ្ឋអាមេរិកបានកាត់ផ្ដាច់ Huiwon Group ចេញពីប្រព័ន្ធហិរញ្ញវត្ថុអាមេរិកតែម្ដងហើយនឹងកំពុងពង្រីកវិធានការនេះដើម្បីរួមបញ្ចូលជាមួយនឹង HP Service ដែលអាមេរិកចាត់ទុកថាជាផ្នែកមួយនៃបណ្ដាញ Huiwon Group តាមពិតអាហ្នឹងគឺដូចតារាបានរៀបរាប់ខ្លះៗដែរដូច្នេះមានន័យថាអាមេរិកក្រសួងយុទ្ធភ័ពអាមេរិកក៏បានរឹបអូសគណនី Huiwon Group នឹងដែរដែលសម្រាប់លាងលុយសម្រាប់ផ្ទេរប្រាក់ពីការឆោបបោកណាបាទហើយការស៊ើបអង្កេតនឹងដឹកនាំដោយការក្រុមស៊ើបការសម្ងាត់អាមេរិក FBI ហើយមានក្រសួងពន្ធដាររបស់សហរដ្ឋអាមេរិកក្នុងក្របខ័ណ្ឌប្រតិបត្តិការមួយដែលឈ្មោះថាOperation Reptile បាទ Operation Reptile បាទឬប្រតិបត្តិការចរន្តទឹកសមុទ្រដែលមានគោលដៅបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនិងការលាងលុយឆ្លងដែននេះបាទហើយយើងឃើញការស៊ើបអង្កេតនេះគឺម៉ត់ចត់បើតាមយើងមើលសេចក្តីប្រកាសរបស់សហរដ្ឋអាមេរិកហ្នឹងគឺថាមានក្រុមភ្នាក់ងារស៊ើបការសម្ងាត់របស់អាមេរិកច្រើនណាស់មានអ្នកខ្លះជាចំហអ្នកខ្លះហ្នឹងគេខ្លែងខ្លួនបន្លំអីចូលទៅស៊ើបអង្កេតដើម្បីបានប្រមូលព័ត៌មានពីក្រុមអ ுக ្រិតជននឹងមិនមែនជារឿងធម្មតាដែលសហរដ្ឋអាមេរិកដាក់មកអីព្រាវទេគឺថាគេច្បាស់លាស់មែនទែនគេប្រមូលអត់អន់មែនទែនដើម្បីយកមកដាក់ទណ្ឌកម្មណាបាទតារាបាទសុំថតបន្តិចមិញហើយឆ្លៀតនិយាយពីរឿងHuiwon Pay ហ្នឹងការចាប់ខ្លួនម្ចាស់ក្រុមហ៊ុន Huiwon ហ្នឹងដែលជាជនជាតិចិនហើយដែលមានពាក់ព័ន្ធមួយលោកហ៊ុនតូមួយអីហ្នឹងរឿងអស់ហ្នឹងដូចខ្ញុំធ្លាប់បាននិយាយក្នុងកម្មវិធីមុនដែរថាបើសិនជាយើងប្រទេសដែលមានច្បាប់ទម្លាប់ធំត្រូវมันអាចទៅធ្វើរឿងអស់ចឹងបានហើយដោយករណីជាក់ស្ដែងហ្នឹងសិតតែចាប់ខ្លួនដកសញ្ជាតិហើយបញ្ជូនទៅស្រុកចិនយើងគិតមើលក្រមនីតិវិធីព្រហ្មទណ្ឌយើងបទល្មើសដែលកើតឡើងនៅស្រុកខ្មែរហើយពួកទាំងអស់ហ្នឹងសិតតែជាពួកមានសញ្ជាតិខ្មែរណានៅពេលដែលពួកហ្នឹងមានសញ្ជាតិខ្មែរហើយ
បត់ល្មើសផលិតធ្វើនៅស្រុកខ្មែរទៀតគឺប្រកាសណាស់ត្រូវយុត្ថាធិការតឡាការស្រុកខ្មែរត្រូវតែកាត់ទោសឬមួយក៏ត្រូវតែស៊ើបអង្កេតលើរឿងហ្នឹងមិនមែនចាប់បញ្ជូនពួកហ្នឹងទៅស្រុកចិនទេត្រូវដឹងថាច្បាប់សញ្ជាតិស្រុកចិនខ្ញុំធ្លាប់លើកឡើងពីខាងមុនអញ្ចឹងច្បាប់សញ្ជាតិស្រុកចិនតែកាលណាយើងមកចូលសញ្ជាតិដទៃហើយយើងអូតូម៉ាទិកត្រូវបាត់សញ្ជាតិចិនដែរហើយដល់ពេលលោកហ៊ុនសែនគាត់ឲ្យសញ្ជាតិពួកចិនអស់ហ្នឹងហើយពួកចិនអស់ហ្នឹងរស់ស៊ីហើយចុងក្រោយថាពួកនឹងជាអក្រិតជនស្រាប់តែគាត់ចង់ឲ្យលាស់ខ្លួនគាត់ចាប់បញ្ជូនទៅស្រុកចិនបាត់ទៅឥឡូវយើងសម័យមើលរឿងអ ក្រិតកម្មធំលំដាប់អន្តរជាតិលំដាប់គេហៅថាឆោបបោកលុយមនុស្សរាប់ពាន់លានដុល្លារនៅលើភពផែនដីមួយទាំងមូលហើយបន្តមកចាប់បញ្ជូនពួកនឹងទៅចិនឥឡូវបាត់ព័ត៌មានអស់លីងតើយើងរំពឹងតឡាការកុម្មុយនីសចិនគេបង្ហើបឬមកក៏បញ្ចេញព័ត៌មានឲ្យយើងដឹងយ៉ាងម៉េចឥឡូវជួបវាសនា Gen Z នៅណាហើយចុះរឿងលុយ Gen Z វិញហើយនឹងលុយបណ្ដាញរបស់អង្គការចាត់តាំង Gen Z តើយកទៅចាត់ចែងយ៉ាងម៉េចមានគេធ្លាប់សួរលោកកើតរឹតអារឿងហ្នឹងណាគឺយើងធ្លាប់ជជែកគ្នាលើកមុនដែរលោកកើតរឹតនិយាយថាគេកំពុងស៊ើបអង្កេតគេធ្វើនីតិវិធីបើសិនជារកឃើញថាលុយហ្នឹងវាជាលុយរបស់បានមកពីអំពើល្មើសយើងអាចនឹងរឹបអូសចូលរដ្ឋតែមិនដឹងរដ្ឋណាទេមិនដឹងរដ្ឋចិនឬរដ្ឋខ្មែរទេអាហ្នឹងរឿងមានសំណួរច្រើនណាស់ដែលយើងចង់ដឹងចង់ឮហើយរឿងអញ្ចឹងណាដូចខ្ញុំនិយាយចឹងមកដល់ដំណាក់កាលបច្ចុប្បន្ននេះទោះបីជាព្យាយាមបកស្រាយព្យាយាមលុបលាងយ៉ាងណាប្រជាពលរដ្ឋនឹងមិនអាចទៅជឿជាក់មិនអាចទៅស្ដាប់បានទេពីព្រោះអីអ្នកឯងសិតតែជួយលាងសម្អាតខ្លួនឲ្យពួកគេសិតតែលើកពួកគេនឹងឲ្យមកคล้ายជាអុកញ៉ាសពបរោះជាអុកញ៉ាដែលវិនិយោគបង្កើតការងារនៅស្រុកខ្មែរជាអ្នកដែលចេញមុខជួយកាកបាទក្រហមជួយសមាគមគ្រូពេទ្យធីតាកូនប្រសាររបស់លោកហ៊ុនសែននោះដូចទូអីគេបុគ្គលឈ្មោះមុនហ្នឹងដូចឈ្មោះលីវរ៉េននោះឲ្យទៅឧបត្ថម្ភលុយប៉ុណ្ណេះអីចឹងទៅហើយដល់ពេលអញ្ចឹងទៅយើងសាកសម័យមើលគាត់នៅតែចេញមុខការពារអក្រិតជនអញ្ចឹងដើម្បីភាពស្អាតស្អំរបស់គាត់ហើយដល់ពេលចំណុចមួយហ្នឹងដែលតាក់ទងទៅនឹងរឿងសញ្ជាតិហ្នឹងណាគាត់ធ្លាប់ថ្លែងការពារថាពេលដកសញ្ជាតិខ្មែរពីនរណាហើយអ្នកហ្នឹងត្រូវតែមានសញ្ជាតិដើមវិញដូច្នេះត្រូវតែបញ្ជូនទៅដើមកំណត់ប្រទេសដើមកំណត់វិញវាមិនមែនអញ្ចឹងទេយុត្ថាធិការឬមួយក៏ផ្លូវច្បាប់វាមិនមែនអញ្ចឹងទេបើបត់ល្មើសនឹងផលិតធ្វើនៅស្រុកខ្មែរហ្នឹងហើយជនហ្នឹងជាជនដែលមានសញ្ជាតិខ្មែរហ្នឹងទោះបីជាគាត់ព្យាយាមកាត់តម្រឹមដូចខ្ញុំនិយាយអញ្ចឹងកែច្បាប់ក្នុងកម្រិតណាគេអាចយល់បានដែររឿងខ្លះគាត់នៅប្រើតែវិចារណញ្ញាណជាមនុស្សហ្នឹងគឺយល់បាត់ហើយមិនចាំបាច់ទៅអស់លោកអ្នកច្បាប់ដែលរៀនអស់ថ្នាក់ហ្នឹងមកបកស្រាយទេយើងយល់បាត់ហើយក្នុងនាមជាហៅថា make sense ណាវា make sense ឬមួយ make sense ហ្នឹងយល់គ្រប់គ្នាទាំងអស់ហើយតាក់ទងទៅនឹងសាច់រឿងដែលយើងកំពុងនិយាយនេះដែរខ្ញុំចេះលួចមើល comment របស់អ្នកស្ដាប់យើងគាត់ comment សាហាវថាគាត់ comment កាចហើយ make sense មែនតើគាត់និយាយថាយើងខំនិយាយអីពុកគាត់ធ្លាប់ប្រាប់ហើយថាគាត់ស្រឡាញ់លុយខ្លាំងពេកណាអ្នកស្ដាប់យើងមួយរូបហ្នឹងគាត់ចង់ចំអកឲ្យលោកហ៊ុនសែនណាលោកហ៊ុនសែនគាត់និយាយថាគាត់ស្រឡាញ់លុយពេកហ្នឹងបានគាត់មិនទៅទិញអាវុធទិញអីយកមកធៀមការពារប្រទេសហ្នឹងហើយមានអ្នកខ្លះទៀតគាត់សរសេរអញ្ចឹងថាមានអ្នកនយោបាយខ្មែរម្នាក់នោះខឹងណាស់ពេលឮតែគេហៅខ្លួនឯងថាជាចៅអញ្ចឹងមានន័យថាខ្លួនឯងនឹងជាចៅហើយពីព្រោះថាបើមិនមែនជាចៅទេมันអាចខឹងគេបានទេហើយម្យ៉ាងទៀតខ្លួនឯងនឹងចូលចិត្តខ្សែគប់តែជាមួយពួកចៅហើយនឹងអក្រិតជននេះហើយក៏ដោយសារតែខ្លួនក៏ជាប្រភេទជននេះដែរជនប្រភេទនេះដែរងាយយល់ជាទីបំផុតហើយក៏ដាក់រូប emoji សើចហាហ្នឹងណាខ្ញុំសូមបើកមុខកញ្ចក់ថងហ្នឹងថៃបាទហ្នឹងហើយតាមានគេជួយលៀងគេជួយអីនឹងសម្បើមណាតំណតំណងនឹងហើយយើងឃើញធម្មតាអ្នកនយោបាយពេលដែលយើងណាត់ជួបមិនមែនយើងទៅជួបភ្លាមទេគេមានជំនួយការណាត់ជួបមិនចឹងឧទាហរណ៍ថាយើងចង់ជួបប្រពន្ធលោកហ៊ុនម៉ាណែតក៏ដោយចោះគឺត្រូវផ្ដល់ប្រវត្តិរូបគេសិក្សាពីយើងសិនតើជួបមានគោលបំណងអីមកធ្វើអីមករកអីអ្នកឯងជានរណាគេតម្រាំបានជួបគេម្ដងហើយយើងគិតមើលអ ក្រិតជនចូលជួបឲ្យលុយអីហើយអីគេថាទៅធ្វើដើម្បីសប្បុរសធម៌រឿងសប្បុរសធម៌មានអង្គការមានអីគេត្រឹមត្រូវតើមិនក៏មិនទៅឲ្យប្រពន្ធអ្នកធំទៅឲ្យពួកអ្នកនយោបាយអ្នកកាន់អំណាចដូច្នេះមានន័យថាគេចង់គេដោះដូរគ្នាគេការពារគ្នាគេជួយលុបលាងគ្នាបើជួយមនុស្សធម៌ជួយគុណធម៌ផាតទៅឲ្យគុណធម៌ផាតទៅមានអីមកឲ្យប្រពន្ធហ៊ុនម៉ាណែតមានអីទៅឲ្យពួកអ្នកនយោបាយឲ្យអ៊ុនសែនមិនចឹងពីព្រោះគេមានអង្គការគេមានអីរបស់គេទៅធ្វើការផ្នែកមនុស្សធម៌កុមារកំព្រាទៅប៉ុន្តែការដែលគេមកជួយ
លុយទាំងម៉ឺនទាំងលានទៅដល់ក្រុមគ្រួសារអ្នកកាន់អំណាចហើយឃើញប្រពន្ធលោកហ៊ុនម៉ាណែតអីហ្នឹងឃើញសាមញ្ញសុភាពអីប៉ុន្តែទទួលលុយជាមួយអក្រិតជនយើងគិតមើលហើយមិនមែនអត់ដឹងទេណាមិនមែនគេអត់ដឹងទេគឺគេដឹងច្បាស់ថាអ្នកនឹងជានរណាមកពីណាប៉ុន្តែជារូបភាពគេចង់បង្ហាញជួយលៀងឲ្យសាធារណជនមើលឃើញថាទីមួយគឺអក្រិតជននេះគឺជាសប្បុរសជនជាអ្នករស់ស៊ីត្រឹមត្រូវហើយគេចង់លើកស្ទួយប្រពន្ធរបស់គេលើកស្ទួយអីថាគេគាត់នឹងជាអ្នកដែលមានប្រជាប្រិយភាពមានអ្នកជំនួយមកបានលុយបានអីជួយកិច្ចការងារសង្គមជួយកិច្ចការងារមនុស្សធម៌អីចឹងទៅក៏ប៉ុន្តែនៅក្នុងរឿងនយោបាយនៅក្នុងប្រទេសដែលមានគោលការណ៍ច្បាប់មានប្រជាធិបតេយ្យត្រឹមត្រូវមិនអាចធ្វើអញ្ចឹងបានទេតារាបែរជាបានជាទៅនៅជប៉ុនកាលពីប្រមាណថ្មីនេះដែរហ្នឹងជប៉ុនបាទគាត់គ្រាន់តែទិញរបស់របរបន្តិចបន្តួចហើយនឹងចូលលុយបនសពដល់អ្នកបោះឆ្នោតឲ្យគាត់យកលុយទិញទៅចូលបនសពបន្ទាប់មកមានការរិះគន់គាត់ត្រូវលាលែងចេញពីតំណែងតែម្ដងដូច្នេះអានេះក៏នៅរឿងកប៉ិះកប៉ុកផងហើយយើងទៅទទួលលុយពីក្រុមអក្រិតជនពីអីហ្នឹងយើងថាអត់ដឹងលុយហ្នឹងគេមកជួយមកស្អីចឹងទៅគឺអត់ទេហើយគឺនឹងមានការស៊ើបអង្កេតអីនៅក្នុងប្រទេសប្រជាធិបតេយ្យมันអាចមកទទួលលុយមកភាពស្និទ្ធស្នាលអីហើយឯងអត់ដឹងធ្វើមិនដឹងអីហ្នឹងទេអត់អាចទេបាទបើនៅអូស្ត្រាលីនេះគឺគោលការណ៍ច្បាប់តំណាងរាស្ត្រឬក៏មន្ត្រីហ្នឹងក្នុងរយៈពេល4ឆ្នាំហ្នឹងគឺអាចទទួលលុយបានតែប្រមាណទេបន្តិចទេជារបៀបកាដូអនុស្សាវរីយ៍ឬក៏ជារបស់ណាដែលយើងអាចស្រឡាញ់គោរពគាត់ឬយើងគោរពស្រឡាញ់គាត់អីចឹងទៅចង់ជូនគាត់ចង់អីហ្នឹងគឺថារយៈពេល4ឆ្នាំគេគិតជាលុយឧទាហរណ៍ថាមានតែដូចជារបៀបប្រមាណ$1000ទេបើគេគិតជាលុយក្នុងរបៀបហ្នឹងឲ្យប្រមាណ4ឆ្នាំបាទអញ្ចឹងទទួលម្ដងបន្តិចទេលុយហ្នឹងទទួលបានបន្តិចទេសំបីតែហៅបាយមួយពេលអីមកហូបអីអ្នកធំណាមកបាយផ្ទះយើងមួយពេលពីរពេលហ្នឹងគេនឹងគេនឹងប្រយ័ត្នខ្លួនហើយពីព្រោះគេđangតែហូបបាយផ្ទះគេឬក៏ស្អីហ្នឹងនឹងត្រូវបានគេមានបំណងអីគេចង់ប្រើប្រាស់យើងនៅថ្ងៃក្រោយអីចឹងណាគេនឹងប្រើឥទ្ធិពលឬក៏សុំឲ្យយើងអីហ្នឹងហើយដូច្នេះគេចង់បានផលប្រយោជន៍ណាស់ដូច្នេះអ្នកដែលនៅប្រទេសប្រជាធិបតេយ្យនៅអូស្ត្រាលីនេះអ្នកមុខអ្នកការអ្នកកាន់អំណាចអ្នកហ្នឹងគឺគេប្រយ័ត្នប្រយែងណាស់នៅក្នុងការតំណតំណងជាមួយបុគ្គលទាំងអស់ហ្នឹងគេប្រយ័ត្នប្រយែងណាស់ហើយយើងឃើញនៅស្រុកយើងតំណងជាមួយក្រុមអក្រិតជនឲ្យសញ្ជាតិឲ្យអីយកធ្វើទីប្រឹក្សាឲ្យមកនិយាយភាសាមួយថាអត់ដឹងគឺជាការដែលដោះសារជាលេសឲ្យសុបសាតហើយតាមពិតវាគឺជាការពាក់ព័ន្ធគ្នាស៊ីជម្រៅខ្លាំងណាស់ដោយលោកចាគប់សឹមគាត់បានលើកឡើងនៅក្នុងសភាប្រសិទ្ធភាពរបស់អាមេរិកចឹងថាគឺវាមាន3-4ស្រទាប់ណាបាទស្រទាប់ធំបំផុតគឺមានអ្នកនយោបាយដែលមានអំណាចកំពូលនៅពីលើនឹងបាទវាមិនមែនជារឿងធម្មតាតារាសំណួរចុងក្រោយរបស់ខ្ញុំថាតើសហរដ្ឋអាមេរិកមានការបដិញ្ញាចិត្តយ៉ាងណាដែរចំពោះបញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញនេះបាទអូថៃរឿងនេះជារឿងសំខាន់សហរដ្ឋអាមេរិកមានការបដិញ្ញាចិត្តខ្ពស់ខ្លាំងណាស់តាក់ទងទៅនឹងបញ្ហាឧក្រិដ្ឋកម្មអនឡាញនេះយើងឃើញហើយថាចំណាត់ការជាបន្តបន្ទាប់ត្រូវបានធ្វើដើម្បីបង្ក្រាបទៅលើសកម្មភាពឆបោកអនឡាញដែលប៉ះពាល់ទៅដល់ប្រជាជនអាមេរិកយើងឃើញថាចំណាត់ការថ្មីចុងក្រោយនេះបើយើងមើលទៅវាជាផ្នែកមួយនៃការបង្ក្រាបរបស់សហរដ្ឋអាមេរិកប្រឆាំងទៅនឹងបណ្ដាញឆបោកតាមអនឡាញដែលមានមូលដ្ឋានធំនៅកម្ពុជាគេប្រើពាក្យថា Cambodian based scam operators មានន័យថាកន្លែងដែលប្រព្រឹត្តនៅសកម្មភាពអនឡាញឆបោកធំហ្នឹងគេរកឃើញថានៅស្រុកខ្មែរនឹងឯងហើយដូច្នេះហើយបានជាសក្ខីកម្មជាច្រើនការលើកឡើងជាច្រើនអំពីករណីប្រទេសកម្ពុជានឹងយើងឃើញមានគ្រប់រូបភាពទាំងពីអ្នកជំនាញសាស្ត្រាចារ្យសាកលវិទ្យាល័យតាំងពីទំព័រសារព័ត៌មានអ្នកនយោបាយជាតិអន្តរជាតិអីហ្នឹងរហូតដល់ប្រទេសជិតខាងយើងនេះគេមកចំអកលក់លើយដាក់យើងគេមកឈ្លានពានប្រទេសយើងដោយយោងទៅលើហេតុផលប្រក្រាប scam ប្រក្រាបអីហ្នឹងអាហ្នឹងហើយដែលជាផលវិបាកដែលយើងមើលឃើញណាក៏ប៉ុន្តែតកតងទៅនឹងចំណាត់ការរបស់អាមេរិកលើកនេះគឺវាបង្ហាញច្បាស់អំពីការតាំងចិត្តរបស់សហរដ្ឋអាមេរិកនឹងក្នុងការបង្ក្រាបនៅឧក្រិដ្ឋកម្មឆបោកអនឡាញហ្នឹងឲ្យខាងតែបានយើងឃើញថាវិធានការមុនរួមមានជាអាចដែលយើងមើលឃើញកន្លងមកហ្នឹងយើងនិយាយតែក្នុងក្របខ័ណ្ឌនៃការដាក់ទណ្ឌកម្មឬមួយក៏ចំណាត់ការអំពីរឿងឧក្រិដ្ឋកម្មឆបោកអនឡាញហ្នឹងទេយើងឃើញថាកាលពីខែមេសាឆ្នាំ2026ថ្មីនឹងទេនៅសើមនឹងទេគឺថាសហរដ្ឋអាមេរិកនឹងបានដាក់ទណ្ឌកម្មទៅលើសមាជិកប្រសិទ្ធភាពកម្ពុជាគឺលោកកុកអានរួមជាមួយនឹងបណ្ដាញឧក្រិដ្ឋកម្មរបស់លោកកាលពីខែមេសាឆ្នាំ2026នឹងដោយសារតែគេបានរកឃើញថាទីតាំងអគារកាស៊ីណូ
ឬមួយក៏មជ្ឈមណ្ឌលជាច្រើនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកកុកអានហ្នឹងគឺជាកន្លែងដែលពួកអ ក្រិតជនឆបោកអនឡាញហ្នឹងប្រព្រឹត្តនៅប្រតិបត្តិការឆបោករបស់ខ្លួននឹងមានជាអាចដូចជា Casino Crown ហើយនឹងសន្តាគារឬមួយក៏បណ្ដាញរបស់ក្រុមហ៊ុនរបស់លោកកុកអានហ្នឹងនៅខេត្តព្រះសីហនុនៅក្នុងខេត្តកណ្ដាលអញ្ចឹងជាដើមហើយក្រៅពីលោកកុកអានយើងត្រឡប់ទៅមុននឹងបន្តិចគឺមានការដាក់ទណ្ឌកម្មម្ដងដែរកាលពីខែកញ្ញាឆ្នាំ2025ហ្នឹងកាលហ្នឹងគឺគេដាក់ទណ្ឌកម្មសម្ដៅលើបុគ្គល7នាក់ហើយនឹងក្រុមហ៊ុនចំនួន12មានទាំងនៅកម្ពុជាហើយនិងនៅភូមាពាក់ព័ន្ធទៅនឹងការជួញដូរមនុស្សហើយនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញយើងត្រូវដឹងថាករណីឧក្រិដ្ឋកម្មឆបោកអនឡាញនេះវាមិនមែនជាករណីដាច់ដោយឡែកតែការឆបោកមួយមុខទេគឺវារួមផ្សំទៅនឹងការឬមួយក៏បទល្មើសឧក្រិដ្ឋជាច្រើនទៀតមានជាអាចដូចជាការបង្ខាំងមនុស្សខុសច្បាប់ការរំលោភបំពានផ្លូវភេទហើយនឹងការជួញដូរមនុស្សជាដើមពីព្រោះមនុស្សត្រូវបានគេផ្សព្វផ្សាយឲ្យមកធ្វើកិច្ចការងារនៅកម្ពុជានៅក្នុង scam compound របស់ពួកអក្រិតជនហ្នឹងទៅបន្ទាប់មកនៅពេលដែលពួកគាត់ចូលមកក្នុង scam compound ហ្នឹងគេដក passport គាត់គេឲ្យគាត់រស់នៅក្នុងទីតាំងហ្នឹងបន្ទប់ហ្នឹងអញ្ចឹងទៅអត់ឲ្យចេញទៅក្រៅទេហើយពួកគេធ្វើបាយធ្វើទឹកអីឬមួយក៏ឃុំឃាំងមនុស្សនៅក្នុងហ្នឹងឲ្យបាយឲ្យទឹកបន្តិចតួចអញ្ចឹងទៅហើយចម្រិតទារលុយពីបុគ្គលមួយចំនួនអ្នកដែលជាប់ឃុំនៅក្នុងហ្នឹងអ្នកខ្លះក៏តាក់ទងមកក្រុមគ្រួសារដើម្បីវេលុយវេអីឲ្យគេចឹងទៅហើយនៅក្នុងករណីខ្លះដែលมันមានលុយមានកាក់ផ្ដល់ឲ្យពួកអក្រិតជនអស់ហ្នឹងទេគឺគេបង្ខំឲ្យពួកគាត់ធ្វើជាអ្នកឆបោកតាមអនឡាញដូច្នេះហើយបានថាអំពើអក្រិតនេះគឺវាមានបង្កើតឲ្យមាននៅអំពើអមនុស្សធម៌និងបទល្មើសអក្រិតជាច្រើនផ្សេងទៀតនៅក្នុងរឿងអក្រិតកម្មអនឡាញនេះហើយនឹងក្រៅពីករណីដែលការដាក់ទណ្ឌកម្មលោកកុកអាននៅខែមេសា2026ហើយនឹងបុគ្គលនឹងក្រុមហ៊ុន12ទៀតនៅកម្ពុជានិងភូមាក្នុងខែកញ្ញាឆ្នាំ2025ហ្នឹងករណីដំបូងគេអំពីប្រទេសកម្ពុជាដែលត្រូវដាក់ទណ្ឌកម្មនោះគឺជាករណីរបស់លោកលីយ៉ុងផាត់លោកលីយ៉ុងផាត់ជាសមាជិកព្រឹទ្ធសភាជាអ្នកដែលកាន់ហឹបលុយឲ្យគណៈបព្វជិជនកម្ពុជាជាអ្នកដែលរកស៊ីមានពាក់ព័ន្ធទៅនឹងរបរជំរងចម្រាស់ជាច្រើននៅក្នុងប្រទេសកម្ពុជាការរំលោភបំពានដីធ្លីការច្បាមយកដីធ្លីការរំលោភអំណាចរំលោភបំពានជាច្រើនរូបភាពហ្នឹងគឺក៏រងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែរកាលពីខែកញ្ញាឆ្នាំ2024ដូច្នេះករណីថ្មីចុងក្រោយនេះបើយើងរាប់ទៅគឺជាករណីទី4ហើយដែលសហរដ្ឋអាមេរិកបានធ្វើដើម្បីរំខានហើយនឹងបង្ក្រាបបំបែកក្រុមអ ក្រិតកម្មអនឡាញដែលមានមូលដ្ឋានធំនៅឯប្រទេសកម្ពុជានឹងហើយច្បាស់ណាស់ខាងក្រសួងរដ្ឋាភិបាលសហរដ្ឋអាមេរិកបានបញ្ជាក់ឲ្យថាពួកគេនឹងបន្តសហការជាមួយដៃគូអន្តរជាតិនានាដើម្បីទប់ស្កាត់មជ្ឈមណ្ឌលឆបោកហើយនឹងការបោកប្រាស់ប្រព័ន្ធទ្រព្យសម្បត្តិ digital នៅក្នុងសកម្មភាពខុសច្បាប់ហើយទិសដៅសំខាន់ដែលសហរដ្ឋអាមេរិកចង់បាននោះគឺកម្ចាត់នៅបណ្ដាញឧក្រិដ្ឋកម្មឆបោកអនឡាញហើយនឹងការពារប្រជាពលរដ្ឋអាមេរិកអំពីការឆបោករបស់ពួកអ ក្រិតជនពីព្រោះដូចខ្ញុំបានជំរាបជូនពីខាងដើមអញ្ចឹងថាគ្រាន់តែក្នុងឆ្នាំ2024តែមួយឆ្នាំគឺជនជាតិអាមេរិកបាត់បង់លុយអំពីការឆបោកទាំងអស់ហ្នឹងមានយ៉ាងហោចណាស់ជាង$10,000 លានជាចំនួនទឹកប្រាក់មួយច្រើនមែនទែនហើយជាការខាត់បងសម្រាប់សេដ្ឋកិច្ចសហរដ្ឋអាមេរិកហើយអាចធ្ងន់ធ្ងរជាងនឹងទៀតគឺព័ត៌មានរបស់ជនជាតិអាមេរិកទាំងអស់ហ្នឹងគេបារម្ភថាអាចនឹងត្រូវបានបញ្ជូនបន្តឬមួយក៏យកទៅប្រើប្រាស់ដោយបកកុម្មុយនីសចិនទៅទៀតអាហ្នឹងជារឿងមួយដែលគេបារម្ភណាស់បានជាសមាជិកសភាអាមេរិកមួយចំនួនហ្នឹងកំពុងតែរៀបចំតាក់តែងនៅសេចក្តីព្រាងច្បាប់ HR 5490ហ្នឹងដើម្បីឈានទៅដល់ការដាក់ទណ្ឌកម្មទៅលើបុគ្គលពាក់ព័ន្ធជាច្រើនហើយនឹងក្រុមហ៊ុនជាច្រើនទៀតដែលមានការប្រព្រឹត្តឬមួយក៏ពាក់ព័ន្ធទៅនឹងអំពើឧក្រិដ្ឋអនឡាញនេះហើយបាទខ្ញុំចង់បញ្ជាក់ចុងក្រោយមួយម៉ាត់ទេខ្ញុំភ្លេចជំរាបជូនលោកនាងពីខាងដើមមិញដែរថាទណ្ឌកម្មដែលសហរដ្ឋអាមេរិកគេដាក់ហ្នឹងនៅក្នុងសេចក្តីប្រកាសពីការដាក់ទណ្ឌកម្មនោះមានការចងចំណុចមួយដែរណាពមៀនហ្មងថាជនជាតិអាមេរិកក្តីឬមួយក៏ជនជាតិណាក៏ដោយដែលនៅតែមានសកម្មភាពពាក់ព័ន្ធជាមួយនឹងក្រុមមនុស្សហើយនឹងក្រុមហ៊ុនដែលអាមេរិកកំពុងតែដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិនេះគឺអាចប្រឈមទៅនឹងបណ្ដឹងរដ្ឋបវេនីឬមួយក៏បណ្ដឹងព្រហ្មទណ្ឌប្រឆាំងទៅនឹងពួកគេថែមទៀតបើសិនជាពួកគេនៅមានសកម្មភាពណាមួយពាក់ព័ន្ធទៅនឹងបុគ្គលអស់ហ្នឹងដូចជាការផ្ញើលុយការបរិច្ចាគលុយការប្រតិបត្តិការអីនានាដែលវាផ្ទុយទៅនឹងគោលការណ៍ឬមួយក៏ផ្ទុយទៅនឹងអ្វីដែលមានចែងនៅក្នុងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកហ្នឹងហើយទ្រព្យសម្បត្តិ
របស់ក្រមបុគ្គលអស់ហ្នឹងរបស់ក្រុមហ៊ុនអ្នកពាក់ព័ន្ធអស់ហ្នឹងនឹងត្រូវបានបង្កកនឹងត្រូវបានរាំងខ្ទប់មិនថាទៅនៅលើដែនដីរបស់សហរដ្ឋអាមេរិកទេនៅលើដែនដីប្រទេសណាក៏ដោយឲ្យតែមានការឆ្លងឬមួយក៏ពាក់ព័ន្ធទៅនឹងប្រតិបត្តិការនានាក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់អាមេរិកគឺត្រូវបិទខ្ទប់ទាំងអស់ហើយចំណុចមួយដែលអាមេរិកគេចែកដែរហ្នឹងណាប្រសិនបើជនជាតិអាមេរិកឬមួយក៏ជនជាតិណាក៏ដោយនៅលើភពផែនដីយើងនេះមានព័ត៌មានដែលអាចផ្ដល់ឲ្យសហរដ្ឋអាមេរិកដើម្បីឈានទៅដល់ការចាត់វិធានការតាមផ្លូវច្បាប់ហើយអាចនឹងឈានទៅដល់ការរឹបអូសទ្រព្យសម្បត្តិពីការឆបោកទាំងអស់ហ្នឹងចាប់ពី$1 លានឡើងទៅណាអ្នកទាំងអស់ហ្នឹងគឺនឹងទទួលបាននៅប្រាក់រង្វាន់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិកនេះគឺជាការលើកទឹកចិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងការឈានទៅបង្ក្រាបទៅលើបុគ្គលទាំងឡាយណាដែលពាក់ព័ន្ធទៅនឹងបទល្មើសឧក្រិដ្ឋឆ្លងដែនអនឡាញបាទនឹងឯតារាដូច្នេះការបដិញ្ញាចិត្តរបស់សហរដ្ឋអាមេរិកហើយមិនមែនត្រឹមបដិញ្ញាចិត្តចោលទេគេធ្វើការច្បាស់លាស់របស់គេហើយយើងឃើញចេញជាលទ្ធផលគឺការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ទាំងអ្នកធំខ្មែរទាំងក្រុមអក្រិតជនធំហើយដូច្នេះប្រហែលជាករណីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសសុខាណាដែលគាត់ជាប់ពាក់ព័ន្ធទៅនឹងសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មដែលពាក់ព័ន្ធទៅនឹងតំណែងតំណងរបស់គាត់រឿងក្រតកម្មឆបោកណាបាទប្រហែលជាការដែលលោកសសុខាជះលុយជួយក្រុមហ៊ុន lobby រាប់ម៉ឺន$ដើម្បីឲ្យដកឈ្មោះគាត់ចេញពីបញ្ជីនៃការដាក់ទណ្ឌកម្មហ្នឹងប្រហែលជាពិបាកតាមមើលប្រហែលជាពិបាកណាស់មើលទៅពីព្រោះអាមេរិកគេបដិញ្ញាឲ្យគេដាក់ប៉ុណ្ណេះប្រហែលជាអាចមានព័ត៌មានសំខាន់ច្រើនលើពីនេះទៀតយើងឃើញមកដល់ពេលនេះក្រុមអក្រិតជនចិនហ្នឹងជាទូទៅគេចាប់បានជាបន្តបន្ទាប់ចាប់ខ្លួនជាហូរហាហើយមានការលើកទឹកចិត្តទៀតអ្នកដែលមិនទាន់ចាប់បានហ្នឹងដូចតារារៀបរាប់មិញថានឹងផ្ដល់ប្រាក់រង្វាន់ឲ្យផងហើយអ្នកធំខ្មែរដែលរងការជាប់ពាក់ព័ន្ធជាមួយអក្រិតជនហ្នឹងដូចនៅមានសេរីភាពមិនទាន់មានការចាប់ខ្លួនអីនៅឡើយទេប្រហែលជាក៏នឹងមិនរួចខ្លួនអីដែរតាមមើលទៅអាចនឹងជាបន្តបន្ទាប់ក្រោយពេលដែលអ្នកជុំវិញខ្លួនអ្នកធំនឹងចាប់អស់ប្រហែលជាអាចនឹងមានបញ្ហាដែរមើលទៅបាទលើពីនឹងទេតារាអ្វីដែលយើងមកជជែករឿងផលប៉ះពាល់វិញណាការដែលសហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មអីបែបនេះវាគេឈ្មោះរបស់ខ្មែរយើងវាប៉ះពាល់កាន់តែធ្ងន់ធ្ងរស្អុយរលួយកាន់តែខ្លាំងថែមទៀតណាបាទអំពីរឿងទាំងអស់នឹងឯងហើយយើងគិតមើលការដាក់ទណ្ឌកម្មទៅលើឧក្រិដ្ឋកម្មហើយគេផ្សាយប្រងព្រាតកាសែតអន្តរជាតិក៏បន្តផ្សព្វផ្សាយបែបនេះគេឈ្មោះរបស់ខ្មែរហ្នឹងគឺថាវាខូចខាតធ្ងន់ធ្ងរហើយអ្នកវិនិយោគបរទេសអីដែលគេមានការរកស៊ីត្រឹមត្រូវហ្នឹងប្រកាសជាមិនហ៊ានមករកស៊ីនៅស្រុកខ្មែរទេដូច្នេះពិតជាមានផលប៉ះពាល់ណាស់អ្វីដែលលោកហ៊ុនសែនអនុញ្ញាតឲ្យក្រុមអក្រិតជនយកប្រទេសខ្មែរទៅរកស៊ីខុសច្បាប់នេះធ្វើឲ្យប្រទេសខ្មែរខូចខាតហើយគឺថាពលរដ្ឋខ្មែររងគ្រោះទាំងអស់គ្នារងគ្រោះដែលមិនមានអ្នកវិនិយោគណាទៅរកស៊ីទេធ្វើឲ្យសេដ្ឋកិច្ចធ្វើអីហ្នឹងមានបានប្រយោជន៍បានអីណាបាទពិបាកមែនទែនហើយយើងឃើញទេសចរអន្តរជាតិមានការធ្លាក់ចុះខ្លាំងណាស់យើងឃើញរបាយការណ៍ធ្លាក់ចុះច្រើនមែនទែនរហូតដល់ប្រមាណ 50% នៃការធ្លាក់ចុះទេសចរបរទេសពីព្រោះគេខ្លាចនៃការផ្សព្វផ្សាយថានៅប្រទេសកម្ពុជាជាទឹកដីដែលមានការឆបោកចាប់ចម្រិតធ្វើបាបឃាតកម្មអីផ្សេងហើយយើងដឹងហើយថាដូចខ្ញុំលើកឡើងហ្នឹងថាវានៅប្រទេសខ្លះគាត់យើងឮថាមានចោលឆក់ចោលប្លន់ហ្នឹងយើងខ្លាចញញើតនៅក្នុងការទៅដើរលេងប្រទេសនោះទៅហើយទម្រាំប្រទេសយើងត្រូវបានគេផ្សព្វផ្សាយពេញពិភពលោកថាជាប្រទេសអាក្រក់ជាប្រទេសដែលមានចោលមានការកាប់សម្លាប់មានការឆោបបោកមានអីជាប្រទេសអីដឹកនាំមិនត្រឹមត្រូវអីដូចលោកហ៊ុនសែនធ្វើនេះកាន់តែប៉ះពាល់ណាវាធ្ងន់ធ្ងរណាស់បាទរឿងទាំងអស់នេះគឺធ្ងន់ធ្ងរមែនទែនទៅលើសេដ្ឋកិច្ចទៅលើជីវភាពរបស់ប្រជាពលរដ្ឋគេឈ្មោះអីជាដើមនេះបាទហើយពិបាកនៅក្នុងការដែលឲ្យសហគមន៍អន្តរជាតិគេមកគ្រប់គ្រងកម្ពុជានៅក្នុងរឿងទំនាក់ទំនងសំទោសនៅក្នុងរឿងចំនួនជាមួយនឹងកម្ពុជាថៃហ្នឹងគឺថាកាន់តែប៉ះពាល់ហើយព្រោះយើងវាខូចអញ្ចឹងហើយតើឲ្យគេមកជួយគ្រប់គ្រងយើងល្មិចនៅពេលដែលយើងដើរបោកគេពេញពិភពលោកអីចឹងទៅដូច្នេះរឿងថៃឈ្លានពានខ្មែរនេះពិបាកមែនទែននៅពេលដែលយើងវាអត់ល្អអត់ស្អាតស្អំគេអត់មានសមានចិត្តនៅក្នុងការជួយឬក៏មានការគ្រប់គ្រងផ្នែកការទូតអីបាទហ្នឹងពិបាកមែនទែនបាទនឹងអរគុណមែនទែនតារាដែលបានចូលរួមជាមួយដែលបានឡើងមកបកស្រាយបំភ្លឺហើយងាយយល់មែនទែននៅពេលដែលតារាឡើងមកអញ្ចឹងណាពីព្រោះសេចក្តីប្រកាសដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនេះជាភាសាអង់គ្លេសហើយមានពាក្យបច្ចេកទេសមានអីច្រើនហើយដល់ពេលតារាឡើងមកនិយាយអញ្ចឹងគឺថាស្រួលយល់ហើយយើងឃើញថ្ងៃនេះគឺមានអ្នកតាមដានយើងច្រើនមែនទែនរហូតដល់ជិត3000នាក់កំពុងតាមដានមើលការផ្សាយរបស់យើងនេះហើយសូមអរគុណមែនទែនចំពោះលោកនាងដែលបានគ្រប់គ្រងការផ្សាយហើយតាមដានទស្សនាការផ្សាយរបស់យើងតាំងពីដើមមកបាទហើយអរគុណតារាតែប៉ុណ្ណេះសិនបាទសូមជម្រាបលាតារាបាទជម្រាបលាបាទ
បាទសូមជួនលោកនាងជំរាបជូនលោកនាងមួយទៀតដែរថានៅថ្ងៃស្អែកនេះគឺលោកជុនច័ន្ទបុតនឹងឡើងមកកាន់កម្មវិធីផ្សាយដោយនឹងសម្របសម្រួលនៅកិច្ចពិភាក្សាពិសេសមួយពាក់ព័ន្ធទៅនឹងសេចក្តីរាយការណ៍របស់សារព័ត៌មានឥណ្ឌាឈ្មោះ The Sunday Guardian បានចុះផ្សាយនៅអត្ថបទនោះដោយអះអាងថាមានគម្រោងនឹងការនឹងថវិកាបរទេសរាប់លានដុល្លារដើម្បីគ្រប់គ្រងនិងពង្រឹងកម្លាំងគណៈបកប្រឆាំងនៅកម្ពុជាការចុះផ្សាយនេះបានធ្វើឲ្យក្រសួងមហាផ្ទៃកម្ពុជានឹងចេញសេចក្តីថ្លែងការណ៍ប្រតិកម្មភ្លាមៗនិងព្រមានថាគណៈបកនយោបាយណាដែលទទួលជំនួយពីបរទេសអាចប្រឈមនឹងការរំលាយគណៈបកនោះចោលបាទតើអត្ថបទ The Sunday Guardian និយាយអ្វីខ្លះហើយតើប្រភពព័ត៌មានរបស់ពួកគេគឺជានរណាហេតុអ្វីបានជារដ្ឋាភិបាលកម្ពុជាប្រតិកម្មឆាប់ម្លេះហើយតើការចោទប្រកាន់ពីការគ្រប់គ្រងគណៈបកប្រឆាំងដោយបរទេសនឹងមានមូលដ្ឋានប៉ុណ្ណាដែរបាទសូមកុំឲ្យខកខាននៅក្នុងការតាមដានកម្មវិធីពិសេសរបស់ TFA របស់ទូតអាស៊ីសេរីដែលនឹងលាតត្រដាងខ្លឹមសារសំខាន់នៃអត្ថបទនេះព្រមទាំងវិភាគអំពីផលប៉ះពាល់នយោបាយដែលអាចកើតមានចំពោះកម្ពុជានៅពេលខាងមុខនេះបាទហើយកម្មវិធីនេះគឺថាលោកជំនាញបុតនឹងមកកាន់កម្មវិធីផ្សាយសម្រាប់សម្រួលជូនលោកនាងដូច្នេះសូមតាមដានកុំបីខានសូមអរគុណបាទបាទលោកនាងជាទីមេត្រីកម្មវិធីផ្សាយរបស់ទូរទស្សន៍អាស៊ីសេរីតាំងពីដើមមកដល់ទីបញ្ចប់តាំងពីដើមមកបានមកដល់ទីបញ្ចប់ហើយសូមអរគុណមែនទែនចំពោះភក្ដីភាពរបស់លោកនាងដែលបានតាមដានការផ្សាយរបស់យើងមកដល់ពេលនេះហើយសូមជូនពរដល់លោកនាងនិងក្រុមគ្រួសារឲ្យជួបប្រកបទៅនឹងសេចក្ដីសុខចម្រើនរុងរឿងកុំបីឃ្លានឃ្លាតឡើយបន្ទាប់ពីនេះខ្ញុំបាទថាថៃរួមនឹងក្រុមការងារទាំងអស់របស់ទូរទស្សន៍អាស៊ីសេរីសូមអរគុណ